អូនឯងទៅរៀនគ្រូហ្នឹងពីដំបូងអូនឯងមានបានរៀបថ្វាយគ្រូដើមអត់ខ្ញុំក៏ឆ្លើយប្រាប់គាត់ថាអត់ទេអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទពូលីស្វាគមន៍មកកាន់កម្មវិធីចង្គៀងអតីតកាលត្បិតតែសម័យនេះគឺជាសម័យ digital ក៏ពិតមែនប៉ុន្តែរឿងអបិយជំនឿក៏ដូចជារឿងរ៉ាវប្លែកនៅតែកើតមានចំពោះសង្គមយើងបច្ចុប្បន្នសម្រាប់ពុកម៉ែបងប្អូនដែលជឿឬក៏មិនជឿអាហ្នឹងគឺអាស្រ័យទៅលើពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែសុំមួយគឺកុំប្រមាទព្រោះថាយើងមានអ្នកធ្លាប់ជួបផ្ទាល់ជាច្រើនមិនមែនតែម្នាក់ពីរនាក់យើងអាចនឹងថាមិនជឿប៉ុន្តែសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ជួបដែរហើយកម្មវិធីរបស់យើងគឺបង្កើតឡើងដើម្បីចែករំលែកនៅបទពិសោធន៍ព្រឺព្រួចទាំងអស់ហ្នឹងដែលតារាកិត្តិយសរបស់យើងក៏ធ្លាប់បានជួបនៅតាមតំបន់ឬក៏តាមទីតាំងពេលវេលាណាមួយមកក្នុងកម្មវិធីយើងហ្នឹងគឺដើម្បីកំសាន្តប៉ុន្តែយើងកំសាន្តដែរប៉ុន្តែកំសាន្តបែបព្រឺព្រួចហើយនៅក្នុងថ្ងៃនេះក៏យើងមានតារាកិត្តិយសរបស់យើងគាត់ចូលរួមចែករំលែកនៅបទពិសោធន៍ព្រឺព្រួចរបស់គាត់ដែលគាត់ធ្លាប់បានជួបផ្ទាល់ពីមុនចង់ដឹងថាតារាកិត្តិយសរបស់យើងមានសាច់រឿងព្រឺព្រួចយ៉ាងណាសូមអនុញ្ញាតជួបគាត់ដូចតទៅបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលតាមដានទស្សនាកម្មវិធីចង្គៀងអតីតកាលបាទខ្ញុំបាទមានឈ្មោះថារ៉ាក់សប្តាហ៍ថ្ងៃខ្ញុំជាអ្នកធ្វើការឲ្យគេមកកន្លែងនៅខាងទីក្រុងភ្នំពេញជាបុគ្គលិកពេញម៉ោងហើយថ្ងៃនេះដែរបងមានសាច់រឿងប្រមាណរឿងដែរដើម្បីចូលរួមជាមួយកម្មវិធីយើងបងថ្ងៃនេះដែរខ្ញុំអាចមាននឹងសាច់រឿងចំនួន4រឿងបាទសម្រាប់ចូលរួមក្នុងកម្មវិធីថ្ងៃនេះដោយសារសាច់រឿងហ្នឹងវាប្រតិកលាគ្នាជាដំបូងមុនដែលខ្ញុំចាប់ដើមធ្វើការនិយាយអំពីរឿងដែលតាក់ទងនឹងរឿងពិតរបស់ខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមការខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនលោកតាលោកយាយពូមីងមាជាពិសេសបងដែលជាគាត់អ្នកជាទ្រទ្រង់ផ្នែកខាងជំនឿខាងសង្គមបងជាអ្នកគ្រូដែលគាត់ជើងចាស់ដែលគាត់មានបទពិសោធន៍យូរឆ្នាំហើយខ្ញុំយកមកនេះមិនថានិយាយអួតអាងដើម្បីលើកតម្កើងខ្លួនឯងឬក៏ថាខ្លួនឯងជាអ្នកចេះដឹងខាងមន្តអាគមខ្លាំងខ្លាគឺអត់ទេបាទគ្រាន់តែជាបទពិសោធន៍និងជាការចែករំលែកជាបទពិសោធន៍សម្រាប់ខ្លួនឯងផ្ទាល់និងចែករំលែកសម្រាប់បងប្អូនដែលគាត់ទស្សនាកម្មវិធីនេះបាទបងរឿងដែលខ្ញុំលើកយកមកនិយាយនៅក្នុងថ្ងៃនេះរឿងទី1គឺរឿងមូលហេតុដែលខ្ញុំឈឺដោយសារជំងឺមន្តអាគមអញ្ចឹងណាបាទបងពីដំបូងឡើយវារឿងហ្នឹងវាកើតឡើងតាំងពីឆ្នាំ2015នឹងវាគណៈជាការចាប់ផ្ដើមនៃដំណើររឿងដំបូងបំផុតបាទតែពេលដែលវាមានបញ្ហាខ្លាំងគឺខ្ទង់ឆ្នាំ2019ដល់2024 បាទ24យើងហ្នឹងច្រើនឆ្នាំដែរបាទទំហំដែលខ្ញុំធូរស្បើយខ្ញុំអាចដោះខ្លួនបានបាទសាច់រឿងដំបូងហ្នឹងគឺចេះតែខ្ញុំមានពូមួយគាត់ធ្វើការខាងមន្ត្រីរាជការអញ្ចឹងណាបាទហើយគាត់ហ្នឹងគ្រោះថ្នាក់ការងារដោយសារបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់បាទមានន័យថាខុសបច្ចេកទេសបាទបងគាត់សម្អាតកាភ្លើងដល់ពេលសម្អាតកាភ្លើងទៅគាត់ខុសបច្ចេកទេសក៏កាភ្លើងហ្នឹងរាយកាយបាញ់ទៅឯស្លាប់អូចំក្បាលបាទហើយបន្ទាប់ពីនឹងមកគឺខាងគ្រួសារបានធ្វើបុណ្យឲ្យគាត់សពគ្រប់អស់ហើយចឹងទៅដូចជាថ្ងៃដែលគាត់ស្លាប់ហើយថ្ងៃទី1ខ្ញុំយល់សពឃើញគាត់មកប្រាប់ខ្ញុំគាត់ថាមូលហេតុដែលគាត់ឲ្យខ្ញុំឃើញក្នុងយល់សពហ្នឹងគឺដោយសារតែខ្ញុំយកឈាមគាត់ដែលគាត់បាញ់ខ្លួនឯងហ្នឹងបាទហើយនឹងខួរយកទៅដុតព្រោះដោយសារហ្នឹងយើងសម្អាតយើងជូតមកពីកន្លែងគាត់ហ្នឹងយកសម្អាតមកដាក់ក្នុងធុងក្រហមយើងបាទដាក់មកធុងហ្នឹងមកហើយក៏យកទៅដុតជាមួយខោអាវគាត់ដែលខោអាវគាត់ស្លៀកពាក់ហ្នឹងហើយដុតយើងដុតហើយចឹងទៅដូចតែខ្ញុំនិយាយខាងដើមចឹងបងគឺខ្ញុំបានយល់សប្តិឃើញគាត់តែពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចគាត់ខ្ញុំមិនដឹងថាធ្វើមិនទេខ្ញុំក៏ទៅតាអាចារ្យម្នាក់ដែលគាត់មកចូលរួមក្នុងកម្មវិធីបុណ្យសពគាត់ដែលមកធ្វើកម្មវិធីបុណ្យសពរបស់គាត់ហ្នឹងណាបាទដើម្បីឲ្យគាត់ជួយបំបត្តិការភ័យខ្លាចរបស់ខ្ញុំហ្នឹងហើយដើម្បីជួយជាទឹកចិត្ត
ដើម្បីថាឲ្យខ្ញុំធូរស្បើយពីអារម្មណ៍ហ្នឹង មានន័យថាបងបានទៅសួរលោកគ្រូអាចារ្យដែលធ្វើកិច្ចឲ្យបងប្រុសហ្នឹង បាទ ដើម្បីរកដំណោះស្រាយ បាទ បាទបង ខ្ញុំបានទៅសួរគាត់ហើយសុំការណែនាំពីគាត់ដល់ពេលហើយខ្ញុំក៏ឲ្យគាត់ធ្វើគីខ្សែអំបោះអញ្ចឹងបង បាទ គាត់ថាចៅពាក់ទៅលេងអីហ៎តែមានបញ្ហាណាមកបៀតបៀនចៅបានហើយ បាទ អឺពេលដែលខ្ញុំបានទៅជួបគាត់ហើយខ្ញុំត្រឡប់មកផ្ទះវិញម៉ោងប្រហែលជា6ថាម៉ោង7ល្ងាចចុះតែសុំកាត់បងតិច បាទ សុំត្រឡប់ថើក្រោយតិចព្រោះដោយសារតែពេលដែលគាត់ស្លាប់ហ្នឹងគឺខ្ញុំចាប់ដើមសូត្រធម៌កន្លែងគាត់ព្រោះខ្ញុំធ្លាប់បានរៀនធម៌តិចតួចដែរ បាទ ខ្ញុំឡើងនមស្ការកន្លែងគាត់អញ្ចឹងទៅខ្ញុំក៏ចុះមកវិញខ្ញុំដើរងាកក្រោយខ្ញុំក៏ឃើញសមោលមនុស្សធំតែមកកណាត់ខ្លួនយើង អូ ដើរឡើងទៅលើផ្ទះរបស់គាត់ហើយខ្ញុំក៏អត់មកដែរព្រោះដោយសារថាទី1កុំឲ្យគិតថាមកពីយើងមានបញ្ហាផ្លោះអារម្មណ៍គិតរឿងហ្នឹងពេក បាទ ទី2ខ្លាចក្មួយខ្លាចព្រោះដោយសារគាត់មានកូនទូចអញ្ចឹងណាបង បាទបង ហើយដល់ពេលអញ្ចឹងខ្ញុំក៏អត់មកទេម្លងបានប្រហែលជា3ថ្ងៃធម្មតាបងនៅផ្ទះយើងតាមស្រុកសេជនបទអញ្ចឹងយើងតែតែមានដាំដំណាំហូបផ្លែដើមឈើដូចជាចេកលហុងអីចឹងណាបង បាទបង ខ្វាត់7អញ្ចឹងទៅនៅមុខផ្ទះខ្ញុំមួយហ្នឹងក៏នឹងមានដើមគុំចេកមួយគុំហើយផ្ទះខ្ញុំធ្វើឲ្យគួរសមដែរយើងអត់ទាន់នេះទេយើងអត់ទាន់កាប់គុំចេកចោលទេពេលដែលខ្ញុំចុះពីកន្លែងនមស្ការធម៌សូត្រធម៌កន្លែងគាត់ហ្នឹងហើយខ្ញុំក៏ត្រឡប់មកកន្លែងខ្ញុំវិញហ្នឹងខ្ញុំរៀបឡើងនៅលើផ្ទះចាស់ព្រោះត្បិតតែគ្រួសារខ្ញុំក៏ធ្វើផ្ទះថ្មីហើយមែនខ្ញុំអត់សម្រាប់នៅផ្ទះថ្មីទេគឺខ្ញុំសម្រាប់នៅផ្ទះចាស់ បាទ ខ្ញុំឈានជាងរៀបឡើងចដើផ្ទះចាស់ដែលខ្ញុំសម្រាប់ហ្នឹងណា បាទ ខ្ញុំក៏លេបភ្នែកទៅក៏ឃើញស្បោនឹងទៀតធំមកកណាត់ខ្លួនហ្នឹងដើរចូលក្នុងគុំចេកហ្នឹងហើយដល់ពេលឃើញអញ្ចឹងទៅខ្ញុំក៏លើកនេះទៅគិតថាទប់លេងបានដែរអញ្ចឹងក៏ប្រាប់ប៉ាខ្ញុំក៏ប្រាប់ប៉ាខ្ញុំថាពីដំណើរដើមតងដែលខ្ញុំបានឃើញព្រលឹងវិញ្ញាណឬក៏ប្រភេទអមនុស្សអញ្ចឹងទៅក៏ប្រាប់គាត់ បាទ គាត់ក៏មិនមកទេហើយគាត់ក៏និយាយប្រាប់ខ្ញុំវិញគាត់ថាគាត់ក៏ឃើញដែរបាទ កាលហ្នឹងសុំកាត់បងតិចបងអាយុប្រហែលប្រហែលដែរបងកាលហ្នឹង ក្នុងវ័យហ្នឹងខ្ញុំអាយុប្រហែលជា17ឆ្នាំបង អូ ក្មេង អញ្ចឹងយើងគាត់ថាប៉ុណ្ណឹងយើងអាចដឹងអាចចាំបាន បាទ បាទបង ហើយបន្ទាប់ពីហ្នឹងមកទៀតយាយខ្ញុំក៏គាត់ឃើញដែរ អូ មិនមែនឃើញតែខ្ញុំម្នាក់ហើយក៏មិនមែនឃើញតែប៉ាខ្ញុំក៏គឺយាយខ្ញុំឃើញដែរ យាយបានឃើញដែរ ឃើញសមោលដើរតាមក្រោយគាត់ផ្លុងពណ៌ខ្មៅហើយគាត់ប្រហែលជាគិតថាជាកូនប្រសារបស់គាត់អញ្ចឹងណា បាទបង គាត់ក៏និយាយក្នុងចិត្តគាត់ថាកូនអើយកូនឯងទៅហើយតើបានសុខចាស់កូនកុំនៅវិលវល់អីចឹងទៀតហើយចេះមួយតាមជំនឿតាមកិច្ចដែលគាត់និយាយចឹងទៅខ្ញុំចាប់ពីពេលហ្នឹងមកក៏ខ្ញុំវាមានអារម្មណ៍ថារៀងបាក់ស្បារៀងខ្លាចតែខ្ញុំអត់សូវខ្លាចខ្លាំងដែរព្រោះដោយសារអីខ្ញុំបានរៀនធម៌ខ្ញុំមានចេះធម៌ខ្លះពីការស្ដាប់ពីការរៀនរបស់ខ្ញុំតិចតួចដែរ បាទ ព្រោះដោយសារខ្ញុំស្រឡាញ់ធម៌ ខាងពធ បាទខាងពធហ្នឹងហើយស្រឡាញ់ អាចរងាប់អារម្មណ៍ខ្លួនឯងបាន បាទខាងពុទ្ធសាសនាគឺខ្ញុំស្រឡាញ់តាំងពីក្មេងមក បាទបង ដល់ពេលអញ្ចឹងខ្ញុំក៏ទៅជួបលោកតាអាចារ្យដែលគាត់តាក់ធ្មត់ធ្វើកិច្ចបុណ្យសពហ្នឹងម្ដងទៀតខ្ញុំក៏ថាពេលហ្នឹងខ្ញុំអត់លក្ខណៈថាយើងមិនដែរប្រឡូកខាងរឿងមន្តអាគមឬក៏រឿងវិជាអីអស់ទាំងហ្នឹងដែរសម្រាប់រងាប់ផ្លូវចិត្តរងាប់រឿងអស់ទាំងហ្នឹងណាបង បាទបង ខ្ញុំក៏សុំគាត់ឆៅហ្មងធម្មតាបើយើងទៅរៀនវិជាទាំងអស់ហ្នឹងគឺយើងតែងតែមានដំណាប់គ្រូសម្រាប់ថ្លៃគ្រូទៅគាត់ដើម្បីកុំឲ្យគាត់ខុសគ្រូ បាទបង តែខ្ញុំក្មេងខ្ញុំអត់វាអត់សូវដឹងពីរបៀបរបបពីការរៀបចំអំពីសក្ការៈថ្វាយគ្រូទេខ្ញុំក៏សុំគាត់ឆៅថាលោកតាខ្ញុំខ្លាចលេខបាត់ហើយមករត់មានអារម្មណ៍ថាខ្លាចលោកតាឥឡូវចាស់លោកតាចៅសុំរៀនបល័យខ្លះដើម្បីសម្រាប់ការពីខ្លួនកុំឲ្យប្រភេទអមនុស្សឬក៏ប្រភេទខ្មោចព្រាយបិសាចមកបៀតបៀនជាងបានអត់លោកតាហើយគាត់ដូចចិត្តទៀតគាត់អត់មានប្រកែកទេតែបើអ្នកផ្សេងគាត់ប្រកែក បាទ តែបើចំពោះខ្ញុំមួយមិនដឹងមិនគាត់អត់ប្រកែក
អាចថាមកពីនិស័យដែរបង បាទខ្ញុំអាចគិតចឹងថាមកពីនិស័យ បាទ គាត់ក៏បានគាត់ក៏អត់នេះដែរគាត់ក៏អត់ទៅហាមគាត់ខ្ញុំដែរគាត់ក៏ឲ្យខ្ញុំរៀនសូត្រពីគាត់ហើយជំនាន់ហ្នឹងខ្ញុំអាចគិតថាខ្ញុំរៀនពីគាត់បកកែខ្ញុំចេះចាំលឿន បាទ គាត់ឲ្យខ្ញុំមករៀនអញ្ចឹងក្នុងមួយមេខ្ញុំរៀនតែ2ថ្ងៃចាំហ៎ អូ អញ្ចឹងខ្ញុំរៀនចេះចាំច្រើនគួរសមល្មមដល់ពេលដល់ថ្ងៃមួយគាត់ក៏ប្រាប់ខ្ញុំថាចៅឯងរៀនប៉ុណ្ណឹងបានហើយតែអស់ឲ្យរៀនចៅឯងហើយគាត់និយាយប្រាប់អញ្ចឹងហ៎បង បាទ តែមិននិយាយនឹងថាខ្ញុំនឹងអ្នកចេះច្រើនផ្នែកខាងហ្នឹងគឺអត់ទេបានខ្លះហើយមិនមែនជាបល័យអីអូមអាមខាងសាសព្រហ្មញ្ញសាសនាគឺអត់ទេគឺដកចេញពីធម៌ បាទពុទ្ធសាសនា បាទសត្តបរិទ្ធធម៌ហ្នឹងគេថាធម៌សត្តបរិទ្ធ បាទ ខ្ញុំរៀនពីគាត់មកខ្ញុំបានរៀនពីគាត់ អញ្ចឹងផ្លូវចិត្តខ្ញុំក៏រសាយបានច្រើនរសាយបានច្រើនមកហូតដល់ខ្ទង់ឆ្នាំ2016ខ្ញុំដូចជាហ្នឹងខ្ញុំរៀនថ្នាក់ទី10ខ្ញុំចាប់ផ្ដើមអារម្មណ៍មួយហ្នឹងគឺវាវល់យើងអត់បានធ្វើអីឲ្យប៉ះពាល់អារម្មណ៍យើងខ្លាំងតែអារម្មណ៍មួយហ្នឹងវល់ចាប់ផ្ដើមជាមនុស្សពីរនៅក្នុងខ្លួនតែមួយគឺចិត្តខ្ញុំពីរក្នុងខ្លួនតែមួយអញ្ចឹងណាបងលក្ខណៈថាចិត្តមួយឆេវឆាវខ្លាំងចិត្តមួយទៀតគឺស្ងប់ខ្ទង់ឆ្នាំ2016ហ្នឹងដូចជាខ្ញុំហ្នឹងដូចខ្ញុំរៀនទី10មករៀនថ្នាក់ទី10ខ្ញុំនៅក្មេង បាទ ខ្ញុំក៏ចាប់ដើមធ្លាក់ខ្លួនមានជំងឺឈឺអត់ដឹងមុខឯងអត់មានមូលហេតុចាប់ដើមវល់លក្ខណៈថាវង្វេងតែ រវើរវាយអីចឹងទៅ បាទតែអត់ខ្លាំងទេបន្ទាប់មកក្នុងឆ្នាំ2016ហ្នឹងដែរខ្ញុំចាប់ដើមវាលក្ខណៈថាចុងឆ្នាំណាបងចុងឆ្នាំខ្ញុំចាប់ដើមឈឺដល់វារៀងលក្ខណៈដុនដាបទៅរហូតដុនដាបទៅរហូតអញ្ចឹងខ្ញុំក៏លាបថ្នាំពេទ្យធម្មតាតែខ្ញុំចេះតែអាសាស្លាប់ អូ អាសាស្លាប់ មានន័យថាខ្សោយ បាទខ្សោយ បាទ បើតាមក្បួនពេទ្យថាស្រើត បាទ ខ្ញុំចាប់ដើមព្យាបាលតាមវិទ្យាសាស្ត្រហ្នឹងរហូតព្យាបាលវាបានអន់តែមួយឆាវហ៎បងលក្ខណៈថាអន់មួយឆាវ បាទ អន់មួយឆាវអញ្ចឹងទៅក៏អស់លទ្ធភាពទៅតខ្ញុំធ្លាប់លេបថ្នាំផ្លូវចិត្តនៅខាងពេទ្យរុស្ស៊ី រងាប់អារម្មណ៍ បាទថ្នាំរងាប់អារម្មណ៍លេបខ្ញុំព្យាយាមលេបអស់ប្រហែលជាខ្ទង់3ឆ្នាំបានខ្ញុំឈប់លេបថ្នាំហ្នឹងព្រោះដោយសារខ្ញុំលេបមកវាអត់បានប្រសិទ្ធភាពហ៎បងដល់ពេលអញ្ចឹងខ្ញុំក៏អស់ជំនឿខ្លួនឯងហើយរហូតមកដល់ខ្ទង់ឆ្នាំ2018 19ខ្ញុំឈឺធ្ងន់សឹងថាបាត់បង់សតិ 50% ហើយ បាទ ពេលខ្លះអ្នកផ្ទះខ្លួនឯងមកសួរយើងអញ្ចឹងអត់ស្គាល់គាត់ទេមកភាំងហ្នឹង លែងជាខ្លួនឯង បាទមកភាំងហ្នឹងអត់ស្គាល់ខ្លួនគាត់ទេសូម្បីតែជាម៉ែជាប៉ាក៏អត់ស្គាល់ដែរមានន័យថាភាំងមកភាំងយើងហ្នឹងគឺបាត់អត់អស់ បាទ បានចាប់ដាស់ខ្លួនឯងអូម៉ែទេប៉ាទេបងប្អូនបើអ្នកដែលមិនស្គាល់ស្និទ្ធជាមួយគាត់ពីមុនមកគឺលែងស្គាល់បងហើយឆេវឆាវអត់ដូចមុនទេតែឆេវឆាវយើងអាចទប់អារម្មណ៍ខ្លួនឯងបាន បាទ ខ្ញុំចាប់ដើមធ្លាក់ខ្លួនឈឺនឹងមកហូរដល់ពេលអញ្ចឹងហើយខ្ញុំគិតថាខ្ញុំព្យាបាលតាមផ្នែកវិទ្យាសាស្ត្រហ្នឹងវាបានផលតិចតួចមែនតើដល់ពេលអញ្ចឹងខ្ញុំក៏ព្យាយាមងាកមករកជំនឿវិញព្រោះគាត់ថាអូយើងធ្លាប់បានសិក្សាផ្នែកហ្នឹងបានតិចតួចដល់គ្រូបាអាចារ្យដែរដល់ពេលហើយខ្ញុំក៏បានទៅជួបគ្រូម្នាក់ផ្សេងទៀតគាត់នៅខាងកោះធំខេត្តកណ្ដាល បាទ ខ្ញុំក៏និយាយដើមតងដំណើរដើមហេតុដែលខ្ញុំរៀនខាងនឹងស្រឡាញ់ខាងនឹងអញ្ចឹងណាប្រាប់គាត់ហើយគាត់ក៏ប្រាប់ខ្ញុំថាអត់អីទេគាត់អត់បានមើលយើងថាយើងមានបញ្ហាចេះមួយជុំមួយគឺអត់ទេគឺគាត់ប្រាប់រៀនបន្ថែមទៅលេងអីហើយពេលហ្នឹងខ្ញុំក្មេង បាទ ចង់ចេះចង់ដឹងលឿនដល់ពេលអញ្ចឹងខ្ញុំក៏មកឆាវសុំគាត់រៀនបន្ថែមមកបងសុំគាត់រៀនបន្ថែម បាទ ដើម្បីថាចង់ឲ្យខ្លួនឯងល្អប្រសើរកុំឲ្យខ្លួនឯងវាវល់វល់ឈឺតែជាក់ស្ដែងគឺអត់ទេកាន់តែលើសដើមតែសុំបកក្រោយបន្តិចបងសុំកាត់ព្រោះដោយសារតែពេលដែលខ្ញុំរៀនជាមួយគាត់នៅខាងក្រោយដែលគាត់នៅខាងកោះធំនេះ បាទ គឺខ្ញុំបានរៀបសក្ការៈខណ្ឌគ្រឿងបូជាចំពោះគ្រូត្រឹមត្រូវ បាទ តែបើគ្រូដើមរបស់ខ្ញុំដែលគាត់បរៀនខ្ញុំហ្នឹងគឺខ្ញុំអត់បានទេព្រោះដោយសារយើងអត់ដឹង
ហើយខ្ញុំរៀនទៅខ្ញុំចេះតែឈឺខ្ញុំចេះតែវល់ទៅខ្ញុំចេះតែពិបាកក្នុងខ្លួនទៅគិតខ្លីលក្ខណៈថាខ្ញុំគិតអីអត់ចាញ់ទេគិតចាញ់ងាយហើយលឿនបំផុតគឺចង់ឲ្យស្លាប់សម្រាប់ខ្លួនឯងហ្នឹងអាហ្នឹងឯងដែលខ្ញុំគិតឃើញ ដូចគេនាំចង់ឲ្យទៅផ្លូវហ្នឹងហ្មង បាទហើយពេលនេះខ្ញុំឈឺកាន់តែធ្ងន់ទៅមកហូខ្ញុំវារត់ទីពឹងផ្លូវចិត្តអត់ឃើញណា បាទ ដូចវាងឹតសូនសងអស់ដូចលក្ខណៈថាមនុស្សវាចូលគេថាផ្លូវចិត្តហើយពេលហ្នឹង បាទ អូដល់ចៃដន្យថ្ងៃមួយខ្ញុំឈឺធ្ងន់ហ្នឹងខ្ញុំទៅអ៊ំខ្ញុំគាត់ឃើញខ្ញុំ stress ខ្ញុំឈឺខ្ញុំស្គមអញ្ចឹងណាបង បាទ គាត់នាំខ្ញុំទៅដើរលេងនៅភ្នំបាយ៉ង់កោហ្នឹងចៃដន្យកាលហ្នឹងខ្ញុំឡើងទៅជួបតាមួយគាត់នៅភ្នំបាយ៉ង់កោហ្នឹងគាត់ឃើញមុខខ្ញុំគាត់នៅពីអ្នកប្តីប្រពន្ធគាត់ហ៎បងគាត់ក៏ហៅខ្ញុំមកប្រាប់គាត់ថាអាចៅឯងត្រូវអំពើរបស់គេហើយត្រូវអំពើរបស់គ្រូខ្លួនឯងទៀតគ្រូដើមគ្រូកំណើតរបស់យើងណា បាទ ហើយគាត់គាត់ថាបើចៅឯងមិនរួបដោះទេចៅឯងស្លាប់ហើយគាត់និយាយចឹងពេលហ្នឹងខ្ញុំក៏អត់សូវជាចាប់អារម្មណ៍ដែរព្រោះដោយសារគិតថាខ្លួនបានរៀនអានឹងហើយបានរៀនមុននឹងហើយវិជ្ជាហើយអាចការពីខ្លួនឯងបានដែរយើងគិតអត់ដល់តែព្រោះយើងក្មេង បាទបង យើងនៅមានអំណួតបង បាទ ដល់ពេលអញ្ចឹងហើយខ្ញុំក៏បានអាចគាត់ថាឥឡូវលោកយាយលោកតាលោកយាយលោកច្រើនអាចជួយស្រោចទឹកដើម្បីឲ្យខ្ញុំធូរស្បើយបានអត់គាត់ក៏ធ្វើវិធីតាមបែបគាត់អញ្ចឹងទៅគាត់ក៏បានស្រោចទឹកឲ្យខ្ញុំតែពេលហ្នឹងខ្ញុំរៀងប្រសើរហើយ បាទបង រៀងប្រសើរអញ្ចឹងទៅប្រសើរបានប្រហែលជា3ខែបង3ខែហ្នឹងខ្ញុំធូរស្បើយរៀងគាត់បានតែដល់ពេលមករយៈក្រោយទៀតខ្ញុំចាប់ដើមឈឺកាន់តែធ្ងន់លើសដើមវាសឹងថាលើសមុនគុណ2បងលេងវាបាត់បង់សឹងថាបាត់បង់សតិឲ្យពេលហ្នឹងថាចង់បើយើងនិយាយខកស្ដាប់ថាឈួតហ្នឹងពេល បាទ ឈឺវែងអស់ផ្លូវទៅមែនតើគាត់ថាខ្ញុំធ្លាប់រកសម្រាប់ខ្លួន3ដងតែអត់បានសម្រេចដោយសារអីទី1ខ្ញុំគិតថាខ្ញុំធ្លាប់ស្ដាប់លោកទេលោកថាបើសិនជាមនុស្សយើងស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯងគឺព្រះលោកអត់ប្រោសទេ បាទ គឺប្រកាសជាទៅអបាយហើយដល់ពេលអញ្ចឹងខ្ញុំក៏គិតឃើញអញ្ចឹងថាអូហេតុអីខ្លួនឯងជាមនុស្សដែលធ្លាប់បានរៀនធម៌ស្ដាប់អាដែរហេតុអីផ្លួយខ្លួនឯងឲ្យទៅដល់អាកន្លែងមួយហ្នឹងដែរ បាទ គេអត់ចង់ជួបខ្ញុំក៏ត្រឡប់មកវិញ ដូចកាត់បងតិចដូចមានអារម្មណ៍មួយទៀតសម្រាប់ដាស់មកវិញហ៎បង បាទ ដោយសារយើងមិនហេតុអីបានខ្លួនឯងដើរដល់ដំណាក់កាលហ្នឹង បាទ អញ្ចឹងមានដាស់មកវិញទៅបងក៏រៀងភ្ញាក់មកវិញដែរបាទ ហើយពេលហ្នឹងម្ដងហើយខ្ញុំក៏ត្រឡប់មកវិញខ្ញុំអត់ដឹងធ្វើមិនទេពោះអារម្មណ៍ខ្ញុំវាវល់បិទភ្នែកគឺឃើញគ្រប់បែបយ៉ាងវាដូចថាវាប្រសាទវាបជាចុះក្នុងខួរក្បាលយើងមកលក្ខណៈថាយើងវល់បាទខ្ញុំក៏មិនដឹងថាធ្វើមិនអស់ក្បាច់អស់ក្បួនយំក៏យំមិនចាញ់សេក៏សេមិនចាញ់ក៏សម្រេចចិត្តអង្គុយសមាធិបានធូរស្បើយខ្ញុំព្យាយាមថ្ងៃទី1ខ្ញុំសមាធិ15នាទីអញ្ចឹងទៅឬក៏កន្លះម៉ោងដើម្បីឲ្យចិត្តស្ងប់ បាទ ដល់ពេលថ្ងៃទី2ទី3ខ្ញុំចេះព្យាយាមទៅវាបានធូរមួយកម្រិតបង បាទ ធូរមួយកម្រិតអញ្ចឹងទៅខ្ញុំក៏ព្យាយាមស្វាស្វែងគាត់ថាអូខ្លួនឯងធូរច្រើនហើយខ្ញុំក៏បែរទៅរកគាត់គ្រូដែរគាត់នៅចេះមើលដែរខ្ញុំគាត់ទៅរកគាត់មើលគាត់ថាអូនឯងត្រូវអំពើរបស់គេត្រូវអំពើរបស់សិស្សរួមគ្រូហើយអូនឯងខុសគ្រូកំណត់ខ្លួនឯងតែយើងមានគ្រូកំណត់យើងអត់បានរៀបចំឲ្យគេអញ្ចឹងណា បាទ ហើយសុំបកទៅក្រោយបន្តិចព្រោះដោយសារពេលដែលខ្ញុំឈឺហ្នឹងបងឲ្យតែម៉ោងចាប់ផ្ដើម6ជាងដល់ម៉ោង9យប់គឺខ្ញុំដឹងថាខ្ញុំអង្គុយឈៀងហើយមិនឈៀងបត់សម័យអីគឺអត់ទេខ្ញុំឈៀងតែភ្លេងការទេ បាទ ដោយសារខ្ញុំចូលចិត្តភ្លេងការពេលហ្នឹងឪពុកម្ដាយយើងក៏គាត់អត់បានហាមឃាត់គ្រួសារក៏អត់បានហាមឃាត់ឬក៏អត់បានថាយើងរំខានគាត់ដោយវិធីណាមួយគឺអត់ទេព្រោះដោយសារអីគាត់ដឹងថាយើងមានបញ្ហាជំងឺក្នុងខ្លួនអញ្ចឹង យល់ ខ្ញុំក៏ឈៀងរហូតដល់ខ្ញុំបានជួបគាត់ថាអូនឯងមានគ្រូស្វាហើយអូនឯងអត់រៀបចំឲ្យគេបានអូនឯងដល់ថ្នាក់ហ្នឹងហើយអូនឯងត្រូវអំពើគេទៀតដ
ដល់ពេលខ្ញុំសួរខ្ញុំក៏វាត្រង់ដែរពេលហ្នឹង បាទ ក៏ខ្ញុំទៅសួរគ្រូខ្ញុំគាត់ថាលោកគ្រូឥឡូវខ្ញុំគេថាខ្ញុំហ្នឹងត្រូវអំពើបោះសិស្សរុំគ្រូហើយលោកគ្រូខ្ញុំចង់ដឹងថាអ្នកណាដែលគេធ្វើមន្តអាគមនឹងដាក់មកលើខ្ញុំលោកគ្រូជួយខ្ញុំបានអត់គាត់ក៏ប្រាប់ពីអ្នកដែលធ្វើខ្ញុំហ្នឹងព្រោះដល់ពេលខ្ញុំទៅរៀនហ្នឹងគឺរៀនជាមួយគ្នា បាទ បាទតែគាត់ចាស់ជាងខ្ញុំគាត់ចំណែនខ្ញុំព្រោះដោយសារអីគ្រូពេលហ្នឹងតែខ្ញុំទៅរៀនហ្នឹងមានលោកតាម្នាក់គាត់មកមើលខ្ញុំដែរគាត់ឃើញគាត់ស្លាញ់ខ្ញុំគាត់មាននិស្ស័យជាមួយខ្ញុំហ្នឹងគាត់ក៏សួរខ្ញុំថាចៅអញ្ជើញមកពីខេត្តណាខ្ញុំក៏ប្រាប់គាត់ថាខ្ញុំមកពីខេត្តតាកែវខ្ញុំមកពីស្រុកនេះស្រុកនោះចឹងណាបង បាទ ហើយគាត់ក៏ចង់ថាគាត់ស្លាញ់មាននិស្ស័យមួយខ្ញុំចឹងទៅគាត់អាណិតខ្ញុំគាត់ក៏សួរខ្ញុំថាចៅចង់រៀនបុកកតោអត់ហើយដល់ពេលសិស្សរួមគ្រូម្នាក់ទៀតហ្នឹងគឺគាត់អង្គុយក្បែរខ្ញុំដឹងដែរតែគាត់អត់សួរទេគាត់សួរខ្ញុំទេដល់ចឹងគាត់ចំណែន បាទ ហើយគាត់គាត់ថាចៅអីរៀនតារៀនហើយពេលហ្នឹងខ្ញុំមានបញ្ហាសុខភាពហើយខ្ញុំខ្សោយហ៎បងអញ្ចឹងខ្ញុំមិនអាចរៀននឹងបានទេហើយខ្ញុំក៏ប្រាប់គាត់ថាលោកតាខ្ញុំអត់អាចគិតបានទេអធិស្ឋានផងលោកតាព្រោះដោយសារតែខ្ញុំមានជំងឺភ្ជាប់ខ្លួនផងហើយអញ្ចឹងក៏មិនថាមិនប្រកែកពីលោកតាទេបើថ្ងៃណាមួយដែលខ្ញុំសុខភាពខ្ញុំជានីបបោកត់មុតឡើងវិញកម្លាំងបលាំងខ្ញុំពេញខ្លួនវិញខ្ញុំនឹងត្រឡប់មកជួបលោកតាវិញ បាទ ហើយអញ្ចឹងក៏គាត់ក៏អត់ហាយដែរយើងក៏ប្រែកគ្នានិយាយគ្នាពីដំណើរអន្តងយើងចេះមួយទៅរហូតទៅដល់ពេលចប់មកផ្ទះរៀងវិញខ្លួនអញ្ចឹងទៅតែធម្មតាពេលដែលយើងទៅរៀនគ្រូហ្នឹងទៅជួបគ្រូយើងសិស្សមួយគឺយើងតែប្រាប់ថ្ងៃខែឆ្នាំកំណើតដល់គ្រូអត់លាក់ទេ បាទប្រាប់ថ្ងៃខែពិត បាទពិតដល់គ្រូដើម្បីគ្រូគុណគូមួយថាយើងទៅរៀនថ្ងៃណាកើតឬក៏បដិបត្តិថ្ងៃណាកើតរៀនអីខ្លះកើតរៀនវិជ្ជាអីខ្លះកើតអញ្ចឹងណាដើម្បីឲ្យសមនឹងឆ្នាំយើងឲ្យប្រកបជាមួយឆ្នាំយើង បាទ ហើយឥឡូវយើងចូលមកខាងដើមដែលខ្ញុំនិយាយខាងមិញហ្នឹងបង បាទបង ពេលដែលខ្ញុំឈឺហ្នឹងខ្ញុំក៏វាអត់នឹកស្មានថាសិស្សរួមគ្រូនឹងធ្វើដែរដាក់មន្តអាគមលើខ្លួនខ្ញុំដែរព្រោះដោយសារមនុស្សខ្ញុំបើថារាប់អានគ្នាឆ្លាញ់គ្នាស្មោះត្រង់ បាទ គឺអស់ពីពោះអត់មានចិត្តថាទៅវាយជាមួយគាត់ចំណែនគាត់អូមិនថាទៅរៀនជាមួយគ្នាហើយគ្រូឲ្យវិជ្ជានេះទៅគេអត់ឲ្យមកយើងចំណែនគេអត់ទេព្រោះនិស្ស័យរបស់មនុស្សយើង បាទ ទទួលបានទីរៀនខ្លួនផលបុណ្យរបស់យើងដែលពីអតីតជាតិមកហើយបានផលមកបច្ចុប្បន្នហ្នឹងក៏រៀនខ្លួនដល់យើងមិនអាចទៅចំណែននិន្ទាជីវិតគេ បាទ បាទអញ្ចឹងខ្ញុំក៏នឹកថាខ្ញុំអត់ចំណែននឹងជីវិតគេអត់ទៅចង់បានអីដែលគេមានដែរគឺថាខ្ញុំមានប្រមាណទទួលបានប្រមាណខ្ញុំជប់ប៉ុណ្ណឹងតែគាត់អត់គាត់ព្យាយាមធ្វើមកលើខ្ញុំហើយខ្ញុំក៏ប្រឡែងដៃដែរពេលហ្នឹងខ្ញុំគិតថាគ្មានពីណាធ្វើអំពើលើយើងនឹកឃើញថាយើងនៅក្មេងបងយើង បាទ វានឹងនិយាយមកថាយើងដែរ បាទ ថាគ្មានពីណាធ្វើយើងត្រូវអញ្ចឹង ដោយសារយើងគិតថាយើងចេះដែរ បាទ បាទ ពេលហ្នឹងហើយក៏គ្រូដែលខ្ញុំទៅរកគាត់មើលហ្នឹងបងគាត់ថារៀបគ្រូបាត់ជាគ្រូសនំសវាគាត់ប្រាប់ខ្ញុំគាត់ថាខ្ញុំលេងសវាសោយសោកហ្នឹងគឺខ្ញុំសោយសោកច្រើនតិចហើយគាត់ថាអញ្ចឹងគាត់ថាយើងកើតទុកជីវិតយើងកាត់ទុកយ៉ាងច្រើនតិចហើយ អូ បាទតែគាត់ថាអត់ស្លាប់ទេ បាទ ពេលហ្នឹងខ្ញុំអត់ដឹងទេខ្ញុំក៏សួរផ្លួយសួរគាត់ចុះលោកគ្រូបើខ្ញុំរងថ្ងៃខ្ញុំរៀនដែរខ្ញុំប្រាប់គាត់ថយខ្ញុំអត់លាក់ទេខ្ញុំចេះដែរអញ្ចឹងបើសិនជាខ្ញុំអត់ចង់ទទួលបានអត់យើងអត់ដឹងទេបងយើងក៏សួរគាត់ហើយដល់ពេលហើយគាត់ក៏ប្រាប់យើងត្រង់គាត់អត់កុហកយើងទេគាត់ប្រាប់ថាបើអូនឯងអត់ទទួលរឿងទី1ដែលអូនឯងត្រូវជួបគឺអូនឯងឈួតហើយរឿងមួយទៀតដែលអូនឯងត្រូវជួបរឿងទី2ហ្នឹងគឺអូនឯងត្រូវបាត់បង់ជីវិតបើអូនឯងអត់ទទួលហ្នឹងមាន2ហ្នឹង បាទ ខ្ញុំក៏អត់ប្រកែកអត់អីជាមួយគាត់ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញខ្ញុំបានឲ្យគាត់ធ្វើពិធីដោះនំមន្តអាគមនឹងឬក៏ប្រសានវិជ្ជាដែលគេធ្វើឲ្យមកខ្ញុំហ្នឹងបានរួចរាល់ហើយពេលហ្នឹងខ្ញុំក៏រៀងធូរស្បើយដែរបងតែធម្មតាមនុស្សយើងតែមានជំងឺហើយបើសិនថា 100% មកបានមកវិញវាអត់ដល់ 100% នឹងវិញទេ បាទយល់បងបាទ 80ទៅ90ចឹងណាបងខ្ញុំអត់ព្យាយាមរៀបទេខ្ញុំនៅតែឈឺនៅស្ទិញនឹងហូតចាប់ពីម៉ោង3ល្ងាចរៀងរសៀលបាក់រសៀលហ្នឹងណាដល់ម៉ោង6ខ្ញុំចាប់ផ្ដើមឈឺហូតខ្ញុំអត់បាត់ម៉ែឪគាត់ចិត្តភ័យណាយើងកូនបងគេ
ហើយនៅរៀនอยู่ឆ្នាំប្រឡងផងក្នុង2019ហ្នឹងហើយគាត់ក៏ទៅរកគ្រូនឹងម្ដងទៀតគាត់ថារៀបទៅរៀបឲ្យគេទៅបើមិនរៀបលទ្ធផលមានតែពីរនឹងឯងដល់ពេលខ្ញុំរៀបបងខ្ញុំចាប់ដើមជឿខ្លាំងមុតពីពេលហ្នឹងមកដោយសារអីខ្ញុំគាត់ថាឲ្យខ្ញុំរៀបថ្ងៃពហុរៀបថ្ងៃពហុពេលព្រឹកក៏បានពេលរសៀលថ្ងៃបន្តិចក៏បានដែរម៉ោង 2:10 បាទ ពេលដែលខ្ញុំគាត់ថាខ្ញុំរៀបឲ្យភ្លាមល្ងាចឡើងដល់ម៉ោងដែលយើងធ្លាប់តែយើងច្រៀងយើងចង់ច្រៀងយើងចង់នឹកឃើញទាញកាដាក់តិចឲ្យដាក់ទូរស័ព្ទមកច្រៀងតាមអារម្មណ៍ហ្នឹងបាត់អស់លេងដូចគេបែរចឹង បាទ ហើយខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ខ្លួនឯងថាហេតុអីពីមុនខ្ញុំហ្នឹងឲ្យទៅដល់ម៉ោងប៉ុណ្ណឹងគឺខ្ញុំចាប់ផ្ដើមចង់តែច្រៀងចង់តែយំអញ្ចឹងណាពេលច្រើនយំឲ្យខ្ញុំច្រៀង បាទ ដល់ពេលហើយវាបាត់បងអារម្មណ៍ហ្នឹងអស់ណាអូនឹកឃើញមកពីយើងរៀបគ្រូបាត់ជាយើងហើយជាមួយទៅហើយសុំបកទៅក្រោយបន្តិចព្រោះដោយសារតែគ្រូដែលខ្ញុំទៅរកគាត់ហ្នឹងគាត់ក៏សួរទៀតថាអូនឯងទៅរៀនគ្រូហ្នឹងពីដំបូងអូនឯងមានបានរៀបថ្វាយគ្រូដើមអត់ខ្ញុំក៏ឆ្លើយប្រាប់គាត់ថាអត់ទេ បាទ ព្រោះពេលហ្នឹងយើងអត់ដឹង នៅក្មេង បាទយើងនៅក្មេងយើងមានតែរៀបដៃ10 10សុំគាត់ទេដល់ពេលខ្ញុំបានប្រាប់គាត់ចឹងហើយគាត់ក៏ប្រាប់ថាបងឯងត្រូវតែយករំដាប់យើងយកដូចថាខណ្ឌយើងជូនជាបច្ច័យជាលុយកាក់របស់ធូទៀនធូបថ្វាយគ្រូដើមដែលខ្ញុំរៀនពីគាត់ដំបូងគេបងអស់ហ្នឹងហើយបង បាទ ហើយពេលហ្នឹងខ្ញុំក៏បានធូស្បាយហិងច្រើនវាអាចបានលក្ខណៈថាដល់60ទៅ70%តែសុំបកទៅក្រោយរឿងសាច់រឿងមុនដំបូងអស់បន្តិចបងពូដោយសារ បាទ ពេលហ្នឹងចាមុនដែលខ្ញុំស្លាញ់ខាងមុនជំនឿខាងវិជាហ្នឹងខ្ញុំមានលោកតាមួយអង្គគាត់មកបញ្យល់សពប្រាប់ខ្ញុំពេលហ្នឹងយើងគ្រួសារយើងអត់បងយើងខបាទ យើងឈឺប្អូនដូចចេះឈឺហើយយើងចេះអាសាឈឺចឹងខ្ញុំពេលហ្នឹងនៅក្មេងទេហើយខ្ញុំអត់ចាប់អារម្មណ៍ទេខ្ញុំក៏យល់សពឃើញមានលោកតាដូចថាលោកតាអេសីចឹងចុះព្រោះគាត់ពេលហ្នឹងគាត់មកគាត់កាន់ឈើឈាត់តែយើងនិយាយមួយគាត់ហ្នឹងមិននេះទេមិនជាលក្ខណៈថានិយាយដល់ដីអីគឺថាយើងជន់លើប្រពកនិយាយជាមួយគាត់សារសងជាមួយគាត់ចឹងណា បាទ ហើយនេះខ្ញុំនិយាយនេះពាក្យពិតខ្ញុំអត់មានប្រឌិតឬក៏បំភ្លៃចូលបន្ថែមគឺអត់ទេនេះ បាទ ពាក្យពិតសុទ្ធសាធគាត់ក៏សួរខ្ញុំគាត់ថាចៅឯងឈឺច្រើនណាគ្រួសារចៅឯងក៏រៀងឈឺច្រើនដែរចៅឯងចង់បានយន់ឲ្យបល័យសម្រាប់ការពារកុំឲ្យចៅឯងឈឺហើយចៅឯងអាយុវែងអត់ហើយការពារខ្មោចភ័យអត់គាត់ឲ្យមកខ្ញុំ3មេបងពេលហ្នឹងខ្ញុំមិនសូវជាចាប់អារម្មណ៍ទេដល់ពេលហើយខ្ញុំក៏កត់តាមគាត់ខ្ញុំក៏សូត្រតាមគាត់ខ្ញុំក៏រំលឹកតាមគាត់ទៅតែពេលហ្នឹងខ្ញុំបានថា2មេដល់ពេលខ្ញុំចេះពីគាត់ហ្នឹង តែខ្ញុំអត់សូវជាចាប់អារម្មណ៍ជានឹកគិតទេរហូតដល់ខ្ញុំឈឺនេះពេលដែលខ្ញុំរៀបខណ្ឌថ្វាយគ្រូដល់ខ្ញុំរួចរាល់បាទខ្ញុំចាប់ដើមនឹកគិតរឿងហ្នឹងវិញដូចមានអារម្មណ៍ថាមានអីមកបញ្ញាអារម្មណ៍យកយើងរំលឹករឿងហ្នឹងវិញបងគាត់ដឹងអូយើងពីក្មេងធ្លាប់មានលោកតាមួយអង្គមកប្រាប់យើងថាឲ្យបល័យយើងចាឯងយកចាដាក់ជាមួយស្អីទៅសម្រាប់ការពារស្អីសូត្រមិនសម្រាប់ការពារអីចឹងណាខ្ញុំក៏ចាប់ដើមគិត ខ្ញុំក៏ចាប់ផ្ដើមស្វាតជាយតាមគាត់នឹងមករហូតទៅរហូតដល់ខ្ញុំថ្វាយគ្រូដល់មកហើយបងតែពេលហ្នឹងពេលដែលខ្ញុំធូរស្បើយអំពីសុខភាពខ្ញុំហ្នឹងក៏វាមិនទាន់បានទៅដល់ 100% ថាបានធំចិត្តពី 10% ទេតែពេលដៃគូដែលសិស្សរួមគ្រូដែលខ្ញុំរៀនជាមួយគាត់ហ្នឹងគាត់ដឹងថាខ្ញុំហ្នឹងរោអ្នកដោះមន្តអាគមដែលគាត់ដាក់លើខ្លួនខ្ញុំហ្នឹងហើយ បាទ ចឹងគាត់ក៏បន្ថែមតែពេលហ្នឹងមិនខ្ញុំអត់ដឹងខ្ញុំដឹងតែយើងចេះដែរយើងក៏ទប់ស្កាត់គាត់ បាទ យើងទប់ស្កាត់គាត់ថ្ងៃមួយ ពេលដែលខ្ញុំរៀបហឹងហ្នឹងហើយបងកាលហ្នឹងខ្ញុំអត់មានរៀបជាអាសនៈឬអីអត់ទេខ្ញុំរៀបជាហឹងតាមរបៀបបុរាណចាស់ៗពីដើមមកគាត់រៀបថាបាយសីបច្ឆាមយើងហើយបាយសី5ថ្នាក់យើងហ្នឹង បាទ រៀបគាត់ថាយើងចាប់ដើមថ្វាយបង្គំយើងនមស្ការចឹងចប់ហើយយើងចប់ទៅខ្ញុំក៏ទម្លាប់របស់ខ្ញុំឲ្យតែខ្ញុំនមស្ការចប់គឺខ្ញុំតែងតែសមាធិដើម្បីរងាប់អារម្មណ៍របស់យើងណាព្រោះយើងធ្លាប់ធ្វើអញ្ចឹងបានផលដល់ពេលអញ្ចឹងខ្ញុំក៏តែងតែបដិបត្តិទម្លាប់ចាស់របស់ខ្ញុំពេលហ្នឹងខ្ញុំគិតថាខ្លួនឯងវាមកពីបញ្ហាសុខភាពខ្លួនឯងអត់គិតថាគេជាផ្ចាញ់គេផ្ចាលយើងអីទេ
ធម្មតាខ្ញុំមានកូនប្រខានមួយបែរជាប្រវាយហ្នឹង បាទ ហើយខ្ញុំមានជាទូទៅខ្ញុំដែលខ្ញុំធ្វើសមាធិឬក៏ខ្ញុំនមស្ការអីគឺខ្ញុំតែដាក់ទឹកផ្តិលស្ពាន់ផ្តិលខាត់យើងពីដើមមកបង បាទបាទ ដាក់ផ្តិលមួយទៅមុខអញ្ចឹងហើយខ្ញុំដាក់ក្បិតហ្នឹងប្រខានហ្នឹងពីលើដល់ពេលខណៈខ្ញុំសូត្រធម៌ចប់ខ្ញុំសមាធិចប់លេងចាប់ផ្ដើមដូចមានស្អីមកធាក់ខ្ញុំពីក្រោយអញ្ចឹងហ៎បងហូបកាប់មុខចូលក្នុងផ្តិលហ្នឹងណាខ្ញុំក៏ចាប់ផ្ដើមគិតអីចាអីចេះអត់ស្រួលចេះពួយជាមួយយើងមកហើយខ្ញុំគិតថាមកហើយដល់ពេលខ្ញុំដឹងថាមកចឹងហើយខ្ញុំក៏ចាប់ផ្ដើមជំហរវិជ្ជាដែលខ្ញុំចេះរៀនជាមួយគ្រូហ្នឹងណាដែលបានរៀនជាមួយរួមគ្រូហ្នឹងក៏ចាប់ផ្ដើមជំហរផ្ចាញ់គ្នាឬថាបើយើងចាប់ពីដើមគាត់និយាយថាយើងផ្ចាញ់គ្នាតតាំងជាមួយគ្នាអញ្ចឹងទៅណាបង បាទ អូថាជាខ្ទង់ជាយូរដែរបងចិត្ត2ម៉ោងទំរំតានេះទំរំតែអាវិជាដែលគេប្រើមកហ្នឹងវាស្ងប់ស្ងាត់វាបកត្រឡប់ទៅវិញហ៎ តម្រុំមកទប់ស្កាត់បាន ទប់ស្កាត់បានហើយសុំបញ្ជាក់បន្តិចអានេះគាត់ថាជាបទពិសោធន៍របស់ខ្ញុំមិនមែនជាអ្នកចេះដឹងខ្លាំងប្រកាយគឺអត់ទេតែគាត់ថាយើងអ្នកស្រឡាញ់ខាងសិល្បៈដូនតារបស់ខ្មែរយើងវប្បធម៌របស់ដូនតាយើងមកពីអើយមកអញ្ចឹងកុំបងលោកគ្រូដែលគាត់ជាអ្នកចេះដឹងជើងខ្លាំងគាត់កុំមានការផ្ចាញ់ចាលឬក៏បៀតបៀនខ្ញុំអីព្រោះខ្ញុំគាត់ថាជាចែករំលែកជាបទពិសោធន៍ បាទ ទោះខ្លួនរបស់ខ្ញុំហើយផ្ចាញ់គ្នាយើងហូបគឺគាត់ព្យាយាមផ្ចាញ់ខ្ញុំមករយយប់បងគឺរយយប់ ថែមរហូត មករយយប់ឲ្យតែម៉ោងខ្ទង់ជា2ដណ្ដប់ឡើងយើងដេកលក់ទេពេលហ្នឹងការរកសុខភាពយើងវាអត់បានមកទៅ50% យើងដេកលក់ម៉ោងប្រហែលជា2ដណ្ដប់ហ្នឹងខ្ញុំចុះទៅក្រោមខ្ញុំឡើងដេកមកវិញខ្ញុំទៅបត់ជើងហើយគាត់ទៅរៀបដេករៀបលក់ខ្ញុំក៏លឺសំឡេងក្រឹងគោអាហ្នឹងបើយើងនិយាយតាមក្បួនផ្លូវមន្តអាគមដែលគេនេះហ្នឹងគេហៅថាគោបា បាទ លឺសំឡេងក្រឹងគោហ្នឹងដើរទឹក3ទឹកឬក្រឹងមួយ3ទឹកឬក្រឹងមួយហ្នឹងគេថាខ្ញុំនិយាយខុសត្រូវសូមអធិស្ឋានលឺក្រឹងគោហ្នឹងហើយខ្ញុំក៏កែសួរម៉ែខ្ញុំម៉ែខ្ញុំលឺដូចសំឡេងគោដើរក្រឹងគោម៉ែខ្ញុំនៅអត់ដេកលក់សោះម៉ែខ្ញុំក៏ថាម៉ែមានលឺណាកូនឯងដេកទៅមិនអីទេមកយប់នឹងទល់ភ្លឺគឺខ្ញុំអត់ដេកទេដេកអត់លក់ទេវាដើរកន្លងផ្ទះកន្លងភូមិយើងរស់នៅវាចូលមកអត់កើតតើវាដើរកន្លងទឹកអូមកហើយខ្ញុំក៏ពេលហ្នឹងយើងវាស្ទើវាថាលក្ខណៈយើងវាមិនចេះអីខ្លាំងក្លាទេគាត់ថាមកទប់មកទល់សម្រាប់ខ្លួនឯងយើងទៅក៏បានតែសួរនាំពីចាស់ដែលគាត់ចេះដល់ក្នុងភូមិហើយគាត់ក៏ប្រាប់គាត់ថាឲ្យយើងធ្វើអញ្ចេះដើម្បីសម្រាប់ការពារពួកអស់ហ្នឹងអាហ្នឹងបានយើងបានសុខដល់ពេលអញ្ចឹងខ្ញុំទៅធ្វើតាមគាត់បាត់បានប្រសិទ្ធភាពតែគាត់អត់ព្យាយាមឈប់ដៃគូដែលថារៀនជាមួយខ្ញុំហ្នឹងគាត់អត់ព្យាយាមឈប់ទេគាត់ព្យាយាមមកផ្ចាញ់ផ្ចាព្យាបាទយើងហូបតែពេលខាងក្រៅដល់ពេលដែលយើងទៅជួបមុខគាត់ហ្នឹងគឺគាត់រាក់តាក់យើងធម្មតាគេថាអានេះបើយើងនិយាយខកស្ដាប់ក្នុងសម័យនេះណាពោះខាងមនុស្សពោះបាទនៅមុខផ្សេងទៅនៅក្នុងផ្សេង ខុយក្នុងផ្សេងហើយព្យាយាមហូដល់ថ្ងៃមួយខ្ញុំក៏ខឹងខ្លាំងខ្ញុំក៏អស់ការអត់ធ្មត់ណាខ្ញុំក៏និយាយទាំងទឹកភ្នែកខ្ញុំថាហេតុអីខ្ញុំមិនដែលធ្វើអាក្រក់តែពីណាផងហេតុអីជីវិតខ្ញុំឥឡូវហ្នឹងវាជួបតែរឿងអញ្ចឹងតែបញ្ហាអញ្ចឹងមកខ្លួនរហូតអញ្ចឹងហើយខ្ញុំក៏ថាខ្ញុំក៏ភ្លួយមកថាបើសិនជាខ្ញុំជាពាក់កម្មម្នាក់ឯងសូមអស់ជាតិទាំងចោះតែបើអត់ទេសូមឲ្យអ្នកឯងហ្នឹងអីដែលអ្នកឯងធ្វើបើលើខ្ញុំតែប្រហែលទៅរកអ្នកឯងវិញចោះហើយឲ្យគុណលឹះខ្ញុំ10ដងទៅ20ដងបានមករយៈក្រោយគាត់ហ្នឹងអាសនៈរបស់គាត់រំដាប់គ្រូរបស់គាត់ឮថាឆេះហើយគាត់ក៏បាត់បង់សតិដែរបាទអានេះវាមិនមែនថាខ្ញុំអួតថាមន្តអាគមមួយឯងខ្លាំងគឺខ្លាំងអីឬគឺអត់ទេអានេះខ្ញុំគិតថាអំពើល្អដែលខ្ញុំបានធ្វើកន្លងមកហ្នឹងអំពើល្អហ្នឹងគឺហត់ផលខ្ញុំបាទតាមថែរក្សាខ្ញុំរហូតមកដល់បច្ចុប្បន្នឥឡូវហ្នឹងបានខ្ញុំចាប់ផ្ដើមស្វាស្វែងទៅសុំរកគ្រូបាអាចារ្យផ្សេងបន្ថែមទៀតដើម្បីសិក្សាផ្នែកខាងហ្នឹងដើម្បីគាត់ថាដើម្បីចម្រើនវិជ្ជាបាទចម្រើនវិជ្ជាបំពេញវិជ្ជាបន្ថែមរហូតហើយទៀតសោតបងខ្ញុំទៅរៀនភាគច្រើនបានគ្រូដែលខ្ញុំរៀនពីគាត់ហ្នឹងគឺគាត់តែអាចគ្រោះពលិសា
dương men chỉ nhận thu thiê tê tao riêng យើង chia nó đó Vâng. bà dương ăn được hạt dương ọt dương sọt បាទ tôm hòm dương rồi lôi ba để chuột cừu tôm hòm dương vô tôm bò ba để chuột cừu nó cứ hơi dạ pe yu យើងពុះពីណា bà បាន bà តម្រាំជួបមួយមួយ bà là ngày phụ đời xa hết pe để dương đi xong riêng bị cừu nó cót có ọt ban tao bỏ qua bị chia dương thay dương thầu hiệp cha mấy mũi cứ ai cót cứ ọt đấy បាទ cứ quạ nó cừu dương phụ đằng thay dương sọt sao ngay Vâng. nhom tao riêng nó cái chi mà to lo tụm nộp tao riêng chứ nó không nhóm chi mà to cục cả cha mùi đừng បាទ tao xuôi mình ai xoay to mình ai to khẹt ngay hay đập bê lên chân tay cái thà cừu ắt tiêm tia bị dương thế tại dương chặt chỉ sa lạnh cừu bong បាទ dương cái thà dương trong bên ấy để xong rum xem em chuồn con ở ban cua con ban con lò và xa hay đập bê cú con vậy đây có tập dương cái thà sa rum cừu chứ mình đã dương thế đã con lạnh lạnh cái bồ sa có thà dương to su dương smart phai បាទ បូដោយសារចង់ឃើញខ្លួនឯងល្អប្រសើរហើយខ្ញុំពេលដែលខ្ញុំតាំងចិត្តដែលថាខ្ញុំរៀនវិជ្ជាហ្នឹងខ្ញុំគាត់ថាចេះខ្ញុំគាត់ថាខ្ញុំនឹងយកវិជ្ជាទាំងអស់ហ្នឹងដែលខ្ញុំរៀនទៅសងសឹកអ្នកដែលធ្លាប់ធ្វើបាបខ្ញុំពីមុនមកតែបានតែដល់ពេលខ្ញុំអង្គុយសមាធិដូចមានអារម្មណ៍ថាមានអ្នកដាស់ចិត្តយើងមកប្រាប់យើងថាកុំឲ្យទៅចងកម្មចងពៀជាមួយគេចឹងទៅហើយណាមួយខ្ញុំស្ដាប់បណ្ដាំគ្រូបងគ្រូគាត់ថាបើយើងអ្នករៀនខាងផ្លូវហ្នឹងមិនថាចាស់ឬក្មេងរៀនមកដូចគ្នា បាទ តែបងអូនត្រូវកាន់ចិត្តឲ្យធ្ងន់ត្រូវកាន់ចិត្តឲ្យធ្ងន់អញ្ចឹងខ្ញុំស្ដាប់ពាក្យគ្រូ បាទ ខ្ញុំត្រូវតែកាន់ចិត្តមួយថាឲ្យធ្ងន់ខឹងគេខ្លាំងប្រពន្ធម៉ានក៏ដោយស្អប់គេខ្លាំងប្រពន្ធម៉ានក៏ដោយគឺខ្ញុំមកដល់ផ្ទះគឺខ្ញុំត្រូវតែលុបមុខចេញដើម្បីថាឲ្យកំហឹងនៅខាងក្រោតហ្នឹងវាសាយហើយខ្ញុំយកកំហឹងទាំងអស់មកពិចារណា បាទ ដើម្បីកុំឲ្យថាយើងធ្វើផ្លូវខុសព្រោះដោយសារជាក់ស្ដែងអានេះទៀតសោតបងគាត់ថាបើបាត់ពិសោធន៍របស់ខ្ញុំហ្នឹងឃើញឥឡូវវាធម្មតាសង្គមយើងបច្ចុប្បន្នវាទលំទលាយខាង social media Facebook ប្រព័ន្ធអ៊ីនធឺណិតចឹង បាទ ខាង YouTube វាអីហ្នឹងឃើញមានបងខ្លះដែលគាត់យកមុនវិជាយកគាថាឬក៏យកមុនសិលហ្នឹងយកទៅផុសបរៀនតាមFacebook តាម YouTube អាហ្នឹងវាច្រើនចង់តាមគ្នាជួនអីអ្នកខ្លះគាត់ក៏ចេះបិទប្រកបចឹងទៅអ្នកខ្លះគាត់ក៏គាត់ថាដើម្បីជា content មកគាត់ បាទ ចឹង អ្នកខ្លះធ្វើ content ចឹងទៅ នេះជាការផ្ដាំផ្ញើរបស់ខ្ញុំបើសិនថាបងប្អូនឬក៏បងដែលគាត់ចង់រៀនវិជ្ជាខាងចឹងគួរតែរកគ្រូបាអាចារ្យដែលគាត់ចេះច្បាស់ធំធើទៅ បាទ ច្បាស់លាស់ទៅព្រោះដោយសារវិជ្ជាហ្នឹង មិនមែនលេងសើចទេ បាទ បាទ កុំឲ្យខុសខ្លួនដូចខ្ញុំ បាទ ព្រោះខ្ញុំពីខាងដើមគឺដូចបានប្រាប់អញ្ចឹងគឺខ្ញុំខុសជាមួយគ្រូឯងហើយរៀនហ្នឹងមានកិច្ចការមានតំណមានអីច្រើនណាស់យើងអ្នករៀនហ្នឹងគឺយើងអត់អាចដូចគេសំដីសំដៅតាំងពីការបដិបត្តិតាំងពីការអីគឺយើងត្រូវខុសគេយើងអាចថាលក្ខណៈថាដូចគេដតីដែលគេអត់គោរពដូចយើងណាបងអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើទៅគាត់ថាបើបងចង់រៀនឬក៏បងប្អូនកូនក្មួយដែលចង់រៀនហ្នឹងសូមរកគ្រូបាអាចារ្យច្បាស់លាស់ត្រឹមត្រូវដែលគាត់បរៀនណែនាំយើងបានយើងកុំរៀនតាមគ្នាតាម YouTube តាម Facebook ណាព្រោះទទួលស្គាល់អ្នកខ្លះគេថាដែលគេផុសមកក្នុង Facebook ឬក៏ក្នុង YouTube ហ្នឹងអ្នកខ្លះប្រើទៅក៏បានផលអ្នកខ្លះក៏អត់ទេអ្នកខ្លះប្រើទៅក៏មានបញ្ហាដល់ខ្លួនឯង បាទបាទ ព្រោះដោយសារអីយើងអត់ដឹងពីរបៀបរបបពីរំដាប់កិច្ចរៀបក្នុងវិជ្ជាទាំងអស់ហ្នឹងធម្មតារៀនវិជ្ជាមួយគឺមានតាមឋានៈតាមបទតាមឋានរបស់គេហើយរំដាប់ក៏រៀបខុសគ្នាចឹងដែរ បាទ អញ្ចឹងយើងអាចយកមកប្រើច្បោកច្បល់ជាមួយគ្នាបានទេបើយើងយកមកអញ្ចឹងយើងអាចចេះតាម YouTube យើងអាចចេះតាម Facebook គឺវាធ្វើឲ្យយើងវល់ បាទ ស្គូតអត់មានថ្ងៃជាទេអាហ្នឹងហ្នឹងឯងបងអានេះគឺជាបទពិសោធន៍របស់ខ្ញុំនេះលើខ្លួនឯងផ្ទាល់ បាទ បើលក្ខណៈថាសូម្បីថាយើងដើរតាណាមួយបងធម្មតាទេយើងបានគាថាមកពី Facebook មិនមែនខ្ញុំថាខ្ញុំនិយាយខ្ញុំប្រអាប់ថាគាថាក្នុង Facebook ក្នុង YouTube នឹងអត់ប្រកែគឺប្រកែដូចគ្នា បាទ តែសំខាន់យើងត្រូវតែមានគ្រូបាអាចារ្យមានរដាប់ឲ្យត្រឹមត្រូវថ្មគាត់កុំឲ្យដូចថារៀនអត់រដាប់ចិត្តតែរៀនលៀងអញ្ចឹងទៅវាមានបញ្ហាដល់ខ្លួនយើងវានាំទុកដល់គ្រួសារយើងផង បាទ យើងអ្នកខ្លះឃើញគាត់ផុសគាថាស្នេហ៍ឬក៏គាថាការពារអំពើអញ្ចឹងទៅចូលចំណោមគេមហានិយមហាមេត្តាអញ្ចឹងទៅស្នេហ៍វងស្នេហ៍អីអញ្ចឹងទៅណាបងឲ្យគេអ្នកណិតស្រឡាញ់ចូលចិត្តយើងមកច្រើនអញ្ចឹងទៅ
ก็ប្រើទៅអ្នកខ្លះបានផលអ្នកខ្លះអត់ហើយអ្នកខ្លះក៏ប្រើគ្រាថាសម្រាប់ការពីខ្លួនយើងទៅសុកចិត្តសុកឆ្ងាយអញ្ចឹងទៅតែយើងអត់ដឹងទេបើយើងដើរទៅក្នុងចំណោមពេលអ្នកចាស់ដូចគ្នាអញ្ចឹងគឺមកដូចបងឯងខ្ញុំអង្គុយក្បែរគ្នាយើងពាក់អាវចិត្តយើងអត់មានឃើញសាក់ដូចខ្ញុំអត់ទេអញ្ចឹងគេអ្នកចាស់គេនឹងដឹងហើយ ដឹងក្លិនគ្នា បាទគេអាចដឹងសូរឬក៏មានអីមកប្រាប់គេថាអ្នកហ្នឹងចាស់មួយបាទហើយយើងមិនតែចាស់ច្រើនអីអ្នកខ្លះគាត់ចាស់មកមេពីមេដល់ការពីខ្លួនហ្នឹងគាត់ក៏សូត្រការពីខ្លួនគេនោះគេស្មានតែយើងចាស់ចេះច្រើនគេសាបាទទីមួយអាចសាកតាមចំណីដែលយើងហូបចុកអញ្ចឹងហើយបើយើងសាកតាមចំណីហូបចុកហ្នឹងបើយើងអត់ចេះវិធីការពីយើងអត់ចេះវិធីដើម្បីទប់ស្កាត់ចូលតាមចំណីហ្នឹងលឿនជាងស្អីទៀតលឿនខ្លាំងស្លាប់លឿនទៀតអាហ្នឹងដែលយើងចាស់អញ្ចឹងចឹងបណ្ដាដូចថាខ្ញុំនៅតែផ្ដាំផ្ញើដែរអញ្ចឹងបាទគឺរគ្រូបាអាចារ្យច្បាស់លាស់សម្រាប់រៀនទៅពុទ្ធសាសនាសុខខ្មែរយើងហងៃនេះគឺគាត់នៅអ្នកចេះច្រើនអ្នកបប្រកាសយើងច្រើនណាបាទអ្នកបប្រកាសយើងច្រើនបងគាត់ចែកម្លែកត្រង់នេះគឺល្អមែនតែនព្រោះដោយសារវិជានេះគឺខុសពីវិជាណាទាំងអស់បាទយើងមិនអាចរៀនដោយខ្លួនឯងបានទេគឺត្រូវមានគ្រូទី1គឺគាត់សង្កត់ចិត្តយើងអាហ្នឹងសំខាន់ណាបាទព្រោះពេលខ្លះសិស្ស10នាក់អត់អាចរៀនវិជាតែមួយបាទអ្នកខ្លះគាត់ចិត្តធ្ងន់អ្នកខ្លះគាត់ចិត្តស្រាលអ្នកខ្លះគាត់ឆាវឆាវអីចឹងទៅក៏មិនអាចរៀនដែរអញ្ចឹងមូលហេតុដែលគាត់ឲ្យទៅរកអ្នកពិតប្រាកដលោកគ្រូដែលគាត់មានចំណេះជំនាញហ្នឹងគឺអញ្ចឹងលោកគ្រូគាត់នឹងដឹងចិត្តសិស្សទាំងអស់អាចសាកតែ1ថ្ងៃ2ថ្ងៃ3ថ្ងៃគឺគាត់ដឹងចិត្តសិស្សទាំងអស់ថាអូអ្នកនេះរៀនបានត្រឹមនេះកម្រិតនេះអ្នកនេះអាចទទួលដល់ទៅកម្រិតណាមួយចឹងទៅអញ្ចឹងអ្វីដែលបងគាត់ចែកម្លែកហ្នឹងគាត់ចង់ឲ្យទៅរកលោកគ្រូដែលគាត់មានចំណេះជំនាញទី1នៅពេលដែលគាត់រៀនគាត់អាចមានបញ្ហាអីគឺមានលោកគ្រូគាត់ចាំជួយមានគ្រូទីពឹកហើយបើសិនជាយើងរៀនតាម YouTube រៀនតាម Social Media ឧទាហរណ៍បានមួយមេមកចេះតែហ្នឹងយើងអត់ដឹងថារបៀបដោះស្រាយមិនរបៀបធម្មតាឧទាហរណ៍ថាឥឡូវខ្ញុំអត់ចេះផ្នែកហ្នឹងទេប៉ុន្តែយើងអាចយកផ្នែកចម្រៀងមកចុះបាទធម្មតាដំបូងគឺគេឲ្យយើងរៀនពុតសលេងតាំងពីក្រោមទៅរៀនស្រែកណោតរៀនអីប៉ុន្តែបើយើងរៀនតាម YouTube ឃើញគេច្រៀងគឺយើងច្រៀងតាមអញ្ចឹងយើងអត់ដឹងថាកម្រិតទម្រាំគេដល់ហ្នឹងគេត្រូវរៀនអីខ្លះទេអញ្ចឹងនៅពេលដែលគេថានៅតាម Social Media យើងឃើញទម្រាំគេសូត្រអានឹងបានគឺគេត្រូវលុតដំពីក្រោមមកហ្នឹងហើយតាំងពីចិត្តតាំងពីអីហ្នឹងគឺគេសង្រួមមកដល់ហ្នឹងបានគេធ្វើអានឹងបានបើយើងមកពី Social Media យើងចាប់អានឹងវឹបហ្មងអាចមានបញ្ហាហ្នឹងហើយបងហើយនៅពេលដែលមានបញ្ហាទៅអត់មានអ្នកជួយទៀតដោយសារយើងរៀនពី YouTube មកអញ្ចឹងពិបាកអញ្ចឹងចំណុចនេះគឺល្អមែនតើបងប្អូនដែលគាត់ស្រឡាញ់ផ្នែកហ្នឹងគួរតែចាត់ទុកជាបញ្ហាមួយចងចាំកុំឲ្យភ្លេចគេថានៅតាម Social Media ហ្នឹងគឺមិនមែនគាត់មិនមែនគាត់បោកប្រាស់ឬក៏คล้ายអីប៉ុន្តែចង់ឲ្យមានគ្រូណែនាំត្រឹមត្រូវបាទបើយើងមានបញ្ហាអីយើងរៀនបានរៀនពីគ្រូយើងគាត់អាចដឹងពីវិធីដោះស្រាយបញ្ហាហ្នឹងតែបើថាយើងរៀនអញ្ចឹងទៅយើងអត់ដឹងពីបញ្ហាហ្នឹងយើងអត់មានគ្រូពាំងខាងក្រោយខ្នងយើងទេយើងចប់ហើយបើយើងទៅរកគេដោះផ្សេងក៏វាពិបាកពីយ៉ាប់ដែរពិបាករើឬគល់បាទវាអាចនឹងចំណាយពេលច្រើនខាតបង់ពេលវេលាបញ្ហាដល់ខ្លួនឯងគ្រួសារហើយបងគាត់ចែកម្លែកថ្ងៃនេះគឺសាច់រឿងគាត់ផ្ទាល់គឺគាត់ធ្លាប់ជួបផ្ទាល់ហ្មងនេះគាត់រៀនមានគ្រូផងគាត់ថាគាត់អត់បានរៀបគ្រូដើមហ្នឹងត្រឹមត្រូវនៅពេលដែលរៀនដំបូងហើយចុះតម្រាំយើងបើសិនជាយើងរៀនតាម YouTube ឬក៏ Social Media ផ្សេងហ្នឹងមិនដឹងថាពិបាកប៉ុណ្ណានេះគាត់មានគ្រូត្រឹមត្រូវនៅតែពិបាករាប់ឆ្នាំតម្រាំតែរកឃើញអញ្ចឹងបងចែកម្លែកនេះគឺល្អត្រឹមត្រូវមែនតើហើយតាមពិតទៅយើងមិនមែនថាឲ្យបងប្អូនត្រូវតែជឿទាំងស្រុងទេប៉ុន្តែនេះគឺគាត់ជួបផ្ទាល់ហើយគឺគាត់និយាយគឺជាសាច់រឿងរបស់ខ្លួនឯងទៀតអញ្ចឹងជាបទពិសោធន៍មួយសម្រាប់ពុកម៉ែបងប្អូនឬក៏បងប្អូនជំនាន់ក្រោយដែលគាត់ចង់ថែរក្សាឬក៏អភិរក្សផ្នែកហ្នឹងអញ្ចឹងគួរតែមើលគំរូឲ្យហើយបាទអញ្ចឹងសាច់រឿងនេះយើងចប់ត្រឹមនឹងបងចូលរឿងទី2ហ្មងណាបងរឿងទី2ហ្នឹងខ្ញុំអានេះរឿងលក្ខណៈថា
dương thà lẽ thay dựng đọc một cô mới quá tê បាទបាទ រឿងហ្នឹងវាចាប់ផ្ដើមពីសាច់ដំបងវិញចេះទេពីដំបងខ្ញុំស្គាល់មិត្តភក្តិខ្ញុំណាគាត់ធ្វើការនៅមុខម្ដុំភ័យទាម្ដុំភ័យទា បាទបាទ ខ្ញុំក៏ទៅលេងគាត់ដល់ពេលខ្ញុំទៅលេងគាត់យើងអង្គុយនិយាយគ្នាលេងអញ្ចឹងណាហើយគាត់ក៏និយាយពីបញ្ហាជីវិតរបស់គាត់ថាគាត់មានបញ្ហាចេះមួយឆ្នាំហ្នឹងរកស៊ីមិនសូវបានមិនសូវអីចឹងទៅ បាទ មូលហេតុអីបានចេះថាបញ្ហាចូលមហូតលងចង់រហូតចឹងណាហើយខ្ញុំក៏ផ្លុយសួរគាត់លេងមានថាមើលឥឡូវនេះមើលខ្ញុំសួរគាត់ថាឆ្នាំអីខ្ញុំចេះបន្តិចបន្តួចដែរព្រោះខ្ញុំក៏បានបួសហើយខ្ញុំក៏គុណគួរឲ្យគាត់ធ្វើតាមដែលកិច្ចខ្ញុំធ្វើឲ្យគាត់អីទៅណាដល់ពេលបងក្បែរហ្នឹងគាត់ដឹងគាត់លឺក៏គាត់មកសួរខ្ញុំថាលបងអើយឥឡូវហ្នឹងអ្នកផ្ទះខ្ញុំមានបញ្ហាដុនដាបខ្លាំងសូមឲ្យតែផ្ទះសឹងនឹងអត់មាននៅផងថ្ងៃសៅរ៍ដាក់ដីនៅមួយកន្លែងហើយនឹងផ្ទះមកដុំកូនផ្ទះហ្នឹងមួយទេដល់ពេលអញ្ចឹងទៅខ្ញុំក៏ថាបងអើយខ្ញុំមិនមែនជាអ្នកខ្លាំងបកាយអីអត់ទេបង បាទចេះតិចតួចដែរទេ ចេះតិចតួចដែរទេគាត់ថាធ្លាប់បានបួសរៀន បាទ បានមានចាស់ទុំគាត់ព្រៀនបដៅតិចតួចតែប៉ុណ្ណឹងខ្ញុំអត់មានអ្នកខ្លាំងបកាយទេហើយខ្ញុំក៏ថាគាត់ក៏អត់មាត់ដែរហើយពេលហ្នឹងខ្ញុំក៏ត្រឡប់មកផ្ទះវិញអញ្ចឹងទៅបានប្រហែលជា2 ថ្ងៃក្រោយខ្ញុំឃើញលេខផ្លែកទេមកខ្ញុំក៏លេខហើយដល់ពេលខ្ញុំសួរដើមតូនគឺគាត់ដែលទៅពឹងពោខ្ញុំហ្នឹងគាត់មកពោយើងថាជួយគាត់បន្តិចបានអត់ បងដែលគាត់នៅជាប់បន្ទប់មិត្តភក្តិបងហ្នឹង បាទ អូបាទបាទ ហើយខ្ញុំក៏ខ្ញុំថាតែយើងអានេះយើងនិយាយត្រង់ពេលហ្នឹងយើងក៏មិនសូវទុកចិត្តខ្លួនឯងដែរព្រោះដោយសារឮគាត់ធ្លាប់ប្រាប់ថាម្ដាយគាត់បើសិនជាសាច់ដើររកគ្រូគាត់ថាអស់ជាង30គ្រូដីលក់អស់លេងផ្ទះក៏លក់អស់អីក៏លក់អស់ប្តីក៏ស្លាប់ហើយឥឡូវវានៅតែមានបញ្ហាអញ្ចឹងវាអត់បាត់ណាបង បាទ ហើយខ្ញុំនិយាយនេះមិនមែនថាខ្ញុំប្រម៉ូទខ្លួនឯងដើម្បីឲ្យគេមករកខ្ញុំគឺអត់ទេយកវិជាទាំងអស់នឹងឬក៏យកអីដែលខ្ញុំចេះនឹងធ្វើជាអាជីពឲ្យជាប់លាប់គឺអត់ទេ បាទ គឺគាត់ថាជានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបបងណា បាទបាទបាទ ខ្ញុំគាត់ថាបងអើយខ្ញុំក៏មានអ្នកខ្លាំងអីដែរឥឡូវគាត់ណាជិះទៅខ្ញុំជួយបងឯងតែនេះពឹងលើនិស័យបងឯងខ្ញុំណាបើនិស័យល្អនៅគ្នាខ្ញុំជួយបងឯងបានហើយបើអត់ក៏ខ្ញុំមិនដឹងថាធ្វើមិនដែរព្រោះខ្ញុំនៅក្មេងដែរបងឯងឃើញស្រាប់ហើយ បាទ ព្រោះដោយសារខ្ញុំក្មេងអញ្ចឹងការទុកចិត្តរបស់បងមកលើខ្ញុំក៏វាមានតិចតាមនឹងដែរអញ្ចឹងណា បាទ ពេលហ្នឹងខ្ញុំព្យាយាមជួយគាត់គ្រួសារគាត់មានបញ្ហាហូរបងប្អូនកូនក្មួយគាត់កូនចៅរបស់គាត់ហ្នឹងនៅក្នុងផ្ទះហ្នឹងគឺអត់បានទេធ្វើព្រាត់ប្រាសគ្នាចាញ់ទៅស្រុកផ្សេងអស់រ៉ូស៊ីចេះតែមានមិនបានហើយម្ដាយនឹងឈឺនៅផ្ទះរ៉ាំរ៉ៃយមណាគាត់ថាឈឺចាំតាថ្ងៃស្លាប់គាត់ឈឺម្ដងឈឺដូចថាយើងឈឺពុតទៅបង បាទ ពេទ្យចាក់ថ្នាំចឹងអីជាបាន3ថ្ងៃក្រោយឈឺទៀត អត់ដាច់ ទេ បាទ ឈឺហើយដល់ពេលឥឡូវខ្ញុំជួយបងឯងរៀបនេះឲ្យខ្ញុំសិនទៅរៀបខណ្ឌទៅដំណាប់ឲ្យខ្ញុំសិនទៅហើយគាត់ក៏រៀបដំណាប់ហ្នឹងខ្ញុំក៏ជួយមើលគាត់តែបងមិនមើលគាត់ទេមើលប្អូនប្រុសគាត់ដែលគាត់ធ្លាប់មានគ្រួសារហ្នឹងគាត់បែកគ្នាមួយគ្រួសារគាត់ហ្នឹងហើយបែកគ្នាមួយគ្រួសារគាត់ហ្នឹងគាត់តែមានគូថ្មីសង្សារចឹងអីមិននិយាយប្តីប្រពន្ធទេតែខាងស្រីក៏ព្រម បាទ គេចង់បានវិញដែរហើយឪពុកខាងស្រីនោះគាត់ក៏ចេះដែរដល់ចង់ធ្វើគាត់ឲ្យគាត់មានបញ្ហាមិនចេះចំក្តៅក្រហាយរត់មករកប្រពន្ធឬស្រីគាត់ដើមនឹងវិញបែកគ្នា3ដងគឺអត់ដាច់ទេគឺគាត់រត់រកគេទាំងយប់ទៅមកគាត់នៅអត់សុខទេគាត់ថាក្តៅក្រហាយគាត់ថានឹកគេដេកលក់ទេនឹកសូម្បីតែហូបបាយសូម្បីតែងូតទឹកក៏នឹកគេដែរអាហ្នឹងអញ្ចឹងហ៎បងដល់ពេលខ្ញុំព្យាយាមជួយគាត់ខ្ញុំមើលគាត់រហូតខ្ញុំថាយើងសូចទឹកគ្នាសូចអីយើងដាក់ផ្សាយផ្សំថ្នាំធ្វើរបស់គាត់ពាក់បន្តិចបន្តួចអញ្ចឹងណា បាទ គាត់ក៏បានធូរភាសាច្រើនតែដល់ពេលចុងក្រោយដែលលេងជាមួយគ្នាមួយគាត់ខ្លាំងហ្នឹងគឺខ្ញុំឲ្យគាត់តបខ្ញុំថាមករយៈហ្នឹងបងឯងកុំឲ្យគេតបកុំឲ្យគេកន្លងជើងបងឯងអញ្ចឹងណា បាទ គាត់ភ្លេចខ្លួនក្មួយកន្លងជើងលើសដើមអូបានខ្ញុំព្យាយាមគាត់ខ្ទង់ហើយជា2ខែបានគាត់ធូរស្បាយបានច្រើនបានអាចសេកបានស្លាប់រហូតមកបានដល់ឥឡូវហ្នឹងហើយដល់ពេលខ្ញុំមើលគាត់បានធូរស្បាយយ៉ាងច្រើនហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមទៅមើលបណ្ដាគាត់ម្ដងទៀតគាត់
គាត់ក៏សួរខ្ញុំគាត់ថាលោកមួយលោកមួយអញអញ្ជើញមកអ៊ំតិចបានអត់អ៊ំនៅដល់ខាងណកំពង់ធំអញ្ចឹងណាឆ្ងាយ ហើយថាលោកក្មួយយកម៉ានលោកក្មួយយកថ្លៃមើលអីមិនបានថាអ៊ំអធិស្ឋានអ៊ំអត់ទេអ៊ំនេះអ៊ំជួងខ្ញុំតាមមិត្តភាពចុះនេះខ្ញុំមិនយកលបងជាជីបទេគាត់ថាខ្ញុំជួយពុទ្ធសាសនាខ្ញុំធ្លាប់អញ្ចឹងដូចអ៊ំដែរអញ្ចឹងខ្ញុំក៏ប្រាប់គាត់អ៊ំឯងគាត់ថាជូនសុហៃឡានខ្ញុំទៅវិញទៅមកឲ្យសទ្ធាទឹកចិត្តអ៊ំឯងជូនប្រហែលជូនទៅខ្ញុំអត់ប្រកបវិជាទេបាទខ្ញុំព្យាយាមទៅមើលគាត់នឹងរហូតតែខ្ញុំទៅបានតែមួយថ្ងៃទេខ្ញុំបានធ្វើខ្សែខ្ញុំបានស្រោចទឹកស្អីនឹងធ្វើកាច់កលដាក់ផ្ទះគាត់បន្តិចដូចអញ្ចឹងណាបាទតែពេលហ្នឹងអីដែលកំសត់ខ្លាំងហ៎បងអាណិតគាត់ផ្ទះដែលគាត់រស់នៅរងថ្ងៃតាំងពីទំនំធំខ្ពស់ផ្ទះតសបតុងឈើលើហ្នឹងបាទតាមសុកសេជនបទយើងធំណាបាទគាត់ថាលោកអស់ហើយលោកក្មួយអើយលោកបាន10លានផ្ទះធ្វើអស់ជាង20លានលោកបាន10លានសល់តែផ្ទះហ្នឹងមួយហើយអ៊ំទុកចិត្តលោកក្មួយហើយអស់ពីលោកក្មួយអ៊ំលែងទុកចិត្តហើយអ៊ំមានតែថ្ងៃអ៊ំដេកស្លាប់ហើយគាត់និយាយពីដើមតងរហូតមកដល់អញ្ចឹងទៅខ្ញុំក៏ព្យាយាមជួយគាត់តាមលទ្ធភាពហ្នឹងទៅណាតែពេលថ្ងៃដែលខ្ញុំទៅហ្នឹងទៅដល់ភូមិគាត់សុំអត់ចេញឈ្មោះភូមិគាត់បាទមានគាត់ប្រាប់ថាគាត់បង្ហាញមុខអ្នកដែលប៉ុនប៉កំលើគាត់ហើយគាត់ថាគេដើរបោះពាក្យសម្ដីពេញភូមិគេថាមកធំមកភូមិនឹងដល់ចុងភូមិគ្មានបណ្ណាខ្លាំងលើគេទេគ្មានបណ្ណាខ្លាំងលើគេទេហើយគេថាចង់ឲ្យគាត់នឹងរស់ចង់ឲ្យគាត់នឹងស្លាប់អូគេនិយាយចឹងនេះគេបើកចំហហ្មងបាទហើយខ្ញុំថាអត់ទេអ៊ំមកឡើយខ្ញុំមិនហ៊ានថាដែរព្រោះខ្ញុំនេះទឹកដីគេអ៊ំបាទមិនទឹកដីខ្ញុំទេហើយខ្ញុំក៏អ្នកពីចងាយដែរហើយខ្ញុំក៏ហើយមកជួយតាមមួយជួយអ៊ំតាមនិស័យតាមការប្រតិបត្តិរបស់កូនអ៊ំទេខ្ញុំព្យាយាមពេលដែលខ្ញុំចូលទៅដល់ផ្ទះគាត់ហ្នឹងខណៈឃើញផ្ទះគាត់ហ្នឹងគឺសង្វេគចិត្តឲ្យបាត់ហើយបងព្រោះស្អីតសយើងនិយាយឲ្យស្រួលស្ដាប់ប៉ុណ្្នេះទេប៉ុណ្្នឹងកពួនជើងយើងបាទពុកហើយយើងឡើងទៅខ្លាចទៀតខ្លាចពុកខ្ញុំបានឃើញកន្លែងរៀបគ្រូបាត់ជាគាត់កន្លែងកងម៉ាគាត់អញ្ចឹងណាខ្ញុំក៏បិទភ្នែកអង្គុយមើលមកស្ទុះចឹងទៅតាមរបៀបរបបដែលខ្ញុំចេះហ្នឹងណាបាទឲ្យគាត់រៀបខណ្ឌរៀបអីខ្ញុំអញ្ចឹងទៅខ្ញុំក៏សួរគាត់ថាអ៊ំធ្លាប់មានកំណុំមួយគេអ៊ំពីមុនមិនធ្លាប់មានកំណុំទេប៉ះពាក្យសម្ដីតិចតួចហើយខ្ញុំឃើញហឹងកងមហាគាត់រៀបមិនរៀបដូចយើងតាមបែបបត់យើងណាគាត់រៀបកពូលលើផ្ទងលើអាឡែងផ្ទងពីលើខ្ញុំសួរចិត្តតបោលើបាទខ្ញុំក៏សួរគាត់ថាអ៊ំពីណាឲ្យរៀបហើយអ៊ំឯងមានខ្សែចិនណាខ្ញុំឃើញអ៊ំឯងដូចអត់មានខ្សែចិនអីទេគាត់ថាខ្ញុំអត់ដឹងដែរលោកក្មួយកូនខ្ញុំទៅរកគេមើលគេថាខ្ញុំជាប់ខ្សែចិនហើយគេឲ្យខ្ញុំរៀបហើយដល់ពេលហើយខ្ញុំក៏សួរគាត់ខ្ញុំថាអ៊ំពេលដែលអ៊ំឯងរៀបហើយនឹងសុខសប្បាយអត់ទេលោកក្មួយអើយលឺដើមឃើញតែមនុស្សដើរកន្លងផ្ទះទៅវិញទៅមកអត់ដែរបានដីទេលោកក្មួយឯងមើលភ្នែកអ៊ំហ្នឹងដឹងហើយគាត់ស្រីហ៎បងបាទភ្នែករោងខ្មៅគាត់ថាបានដែរថងមកលោកក្មួយអើយខ្លាចគេចូលមកកាប់ខ្លាចភ័យគេនឹងចូលសម្លាប់គាត់ហើយខ្ញុំថាអ៊ំកុំភ័យឥឡូវខ្ញុំជួយអ៊ំតាមវិស័យរបស់អ៊ំចោះហើយខ្ញុំមិនហ៊ានអួតខ្លួនឯងថាខ្លួនឯងខ្លាំងទេតែនឹងព្យាយាមជួយព្យាយាមជួយខ្ញុំធ្វើកិច្ចខណៈខ្ញុំចាប់ដើមធ្វើកិច្ចធ្វើអីនឹងថាវាចៃដន្យមិនដឹងថាពេលហ្នឹងដូចមានថាអានេះយើងនិយាយឲ្យស្រួលស្ដាប់ថាគ្រូមកប្រាប់យើងណាបាទគាត់ថាទៅយកអង្គឲ្យអំបិលមកតិចទៀតតាំងមកទៅយកលឿនអានេះខ្ញុំលឿនក្នុងតិចខ្ញុំហ្នឹងណាបងខ្ញុំក៏ប្រាប់គាត់អ៊ំយកអង្គឲ្យអំបិលមកហ្នឹងអីខ្ញុំតែធ្វើអីដែលខ្ញុំចេះខណៈខ្ញុំចាប់ដើមយកអង្គអំបិលខ្ញុំកាន់ក្នុងដៃចេះខ្ញុំកាត់ដាក់ក្នុងចានកាន់ក្នុងដៃខ្ញុំអង្គុយមើលខ្ញុំសោតជីបអូអីដែលយើងចេះណាបាទមកស្ទុះតានឹងមកមែនតានឹងមកមែនហើយតានឹងក៏សួរចៅគាត់អាណាគេមកលេងផ្ទះហែងហើយចៅគាត់ហ្នឹងក៏ឆ្លាតគាត់ថាគ្មានទេគ្មានពីណាមកលេងផ្ទះគាត់ទេពូខ្ញុំមកពីស្រុកណកស្រុកឆ្ងាយមកលេងតែឯងសួរថាអីគាត់សួរអញ្ចឹងណាគាត់ប្រាប់អញ្ចឹងដល់ពេលហើយខ្ញុំក៏សួរបាញ់កឆាវហើយខ្ញុំក៏ធ្វើកិច្ចឲ្យគាត់ឲ្យខ្ញុំធ្វើខ្សែគេឲ្យគាត់ពាក់បងពាក់បានប្រហែលតាមអាទ
តទេបងខ្សែចកេះនឹងដាច់ Ừ. គាត់ថាគាត់ទេមកខ្ញុំមកពីយប់ខ្ញុំថាលោកគ្រូខ្ញុំដាច់ខ្សែចកេះនឹងយប់លោកគ្រូខ្ញុំភ័យពេលហ្នឹងខ្ញុំភ័យដែរបង Bà ព្រោះយើងមិនអ្នកទៅឆោកឆាយើងអត់សូវដល់យើងមិនសូវទុកចិត្ត យើងថ្មីដែរ ថ្មីដែរ anh ấy ai từng cái thèm là hốt đó Bà. bông đời dương tục ọt nhé đạch mà បាទគេកាត់គេប្រើវិធីគេកាត់ដល់ពេលខ្ញុំមិនដឹងថាធ្វើអង្គុយធ្វើមិនភ័យដែរយប់ហ្នឹងថាយើងធម្មតាយើងមើលគេបើយើងស្លាប់គេឈ្មោះយើងធ្វើអសោត bà ខ្ញុំភ័យមិនដឹងធ្វើមិនទេក៏អង្គុយសមាធិបិទភ្នែកស្មឹងស្មានសួរគ្រូត្រូវធ្វើមិនចេះមួយជាមួយនឹងយើងថាយើងសួរគ្រូផ្លូវក្នុងយើង bà bà លោកគ្រូត្រូវធ្វើមិនឲ្យខ្ញុំភ័យអសនអន់ខមកដល់ហើយខ្ញុំនឹងត្រូវធ្វើមិនទេលោកគ្រូយើងក៏គាត់ប្រាប់ក៏គាត់ឲ្យជានិមិត្តមកយើងប្រាប់តែថាត្រូវធ្វើអញ្ចេះការពារគឺបានដែរពេលហ្នឹងបានដូចចិត្តមែនបងអត់មានអីច្រើនទេពេលហ្នឹងខ្ញុំឲ្យគាត់នឹកដល់គុណពុទ្ធពធប្រសងគុណព្រះ5ព្រះអង្គចឹងណាគុណបុណ្យដែលយើងធ្លាប់ធ្វើមកសូមជួយคุ้មគ្រងថែរក្សាយើងផងឲ្យរួចផុតអសនអន់ខមកពេលហ្នឹងទៅគាត់ក៏បានធូរស្បើយមករយៈមុនមកដល់ពេលមករយៈក្រោយមកទៀតខ្ញុំក៏អង្គុយសួរគ្រូខ្ញុំទៀតហើយខ្ញុំសួរគ្រូផ្ទាល់គ្រូខ្ញុំផ្ទាល់ទៀតថាលោកគ្រូឥឡូវខ្ញុំធ្វើគេเราដាច់សាច់ចកេះគ្រូเราធ្វើមិនគ្រូត្រូវបន្ថែមមិនទៀតឬក៏មិនគ្រូគាត់ប្រាប់គាត់ថាយើងចាអញ្ចេះធ្វើមិនមួយចេះមួយរបស់ដាក់អញ្ចេះមួយចោះមួយហ្នឹងទៅដើម្បីការពារបានដូចចិត្តមែនហើយខ្ញុំសួរគ្រូផ្លូវក្នុងខ្ញុំហ្នឹងគាត់ប្រាប់មកទៀតគាត់ថាត្រូវធ្វើអញ្ចឹងបានដូចចិត្តមែនបានដូចចិត្តមែនហើយដល់ពេលហ្នឹងខ្ញុំអង្គុយផ្ចាញ់គ្នាមួយគាត់ធម្មតាយើងមើលគេលោកគ្រូដែលគាត់ជារៀមច្បងគឺគាត់ដឹង bà អាពេលដែលគេធ្វើមកយើងហ្នឹងយើងត្រូវទប់ទល់យើងត្រូវផ្ចាញ់គ្នាទៅវិញទៅមកអ្នកណាឈ្នះអ្នកណាចាញ់យើងទៅផ្ចាញ់គ្នាហូតដល់ម៉ោងខ្ទង់ផែជា3យប់7ថ្ងៃលើ7ថ្ងៃផងបងខ្ញុំអត់សូវចាំវាយូរដែរ Ừ. បាន3ថ្ងៃក្រោយមកគាត់ក៏ប្រាប់គាត់ក៏ទេមកគាត់ថាលោកគ្រូប្រទេសដែលអាមួយដែលធ្វើខ្ញុំហ្នឹងហើយសូមនិយាយគាត់ស្ដាប់តិចណា bà bà អាមួយដែលធ្វើខ្ញុំហ្នឹងឆេះមកចំហៀងលោកគ្រូហើយឥឡូវវាលឺថាលើសឈាមមកលោកខ្វិនជើងមកចំហៀងហើយ Ừ. ដើរលេងកើតហើយ ផលកម្ម បាទ ណា អាហ្នឹងកម្មឲ្យផល បាទ ហ្នឹងបានគាត់ឥឡូវហ្នឹងមិនគាត់ថាគាត់ធូរធាដូចមុនអីគឺអត់ទេចាប់ដើមពី0មក10 10មក20 20មក30អញ្ចឹងណាបង ដងតិចមកវិញ គាត់បានធូរស្បើយច្រើនប្រសើរច្រើនគាត់ឡើងដូចមុនហើយខ្ញុំដល់ពេលខ្ញុំជួយគាត់ចឹងដល់ពេលឃើញគាត់បានកើតជាផលកើតជាប្រយោជន៍ហៀគាត់មកមិនដូចមុនណាអារម្មណ៍ខ្ញុំក៏សប្បាយ បាទ ហើយបើគិតរឿងតាមច្បាប់សាសនាពុទ្ធសាសនាយើងខ្ញុំគិតថាខ្ញុំបានកសលខ្ញុំបានអនុស្សាវរីយ៍របស់ខ្លួនឯង សល ដែលបានជួយគាត់កូនគាត់អីហ្នឹងមកជារឿយហូតដល់បានគាត់សុខសប្បាយមកវិញដល់ឥឡូវហ្នឹង ពេលដែលយើងតទល់គ្នាណានឹងមានរូបភាពអីចម្លែកមកកាន់បង បើរូបភាពចម្លែកមានបង បាទចង់សុំអានឹងថែម អានេះបើសិនជាលក្ខណៈថាបើថាវាជាចៃដុតឬក៏របៀបថាវាអាភូដែរឬក៏ភិនហាខ្ញុំអត់នេះដែរវាមិនអាចនិយាយថាឲ្យប្រកាស 100% ទេ បាទ តែពេលដែលខ្ញុំកំពុងតែអង្គុយជួយគាត់ហ្នឹងវាមានមេកំពងហៅមេកចាយយើងណា មេកចាយ បាទ បាទ អានោះវាប្រភេទអត់នេះវាប្រភេទញីវាអត់ អូអត់មានចាយទេ ហ្នឹងហើយ បាទ អាហ្នឹងមិនដឹងថាវាឃើញភ្លើងវាហើរមកឬក៏មិនដឹងថាវាអាម៉េច គេប្រើមក បាទឬគេប្រើមកទេតែវាហើរវាមិនដល់វាហើរឆ្វែលខ្ញុំអញ្ចឹងណាធម្មតាយើងអាសនៈយើងអញ្ចឹងទៅយើងអង្គុយខោបអញ្ចឹងឆ្វែលយើង3ជុំធ្លាក់ដុក អឺ ហើយដល់ពេលហើយខ្ញុំក៏ចង់ពិលមើលខ្ញុំវាមិនសូវច្បាស់ដែរព្រោះពេលហ្នឹងភ្នែកចាំងទៅភ្នែកវាក្រហម អឺ ក្រហមដូចឈាមអញ្ចឹង បាទ ចាំងដូចនេះអញ្ចឹងហើយខ្ញុំក៏សន្មតថាអូប្រហែលជាសត្វបាតានឹងប្រើមកអញ្ចឹងណាខ្ញុំក៏ផ្ចាញ់ចោលជាមួយគាត់ចឹងអូទប់ថ្ងៃទី1ចឹងថ្ងៃទី2ចឹងថ្ងៃទី3ចឹង ប្រឈមមុខមួយគ្នារហូត ហើយមិនមែនតែមួយថ្ងៃសត្វហ្នឹងដែលមកហ្នឹងគឺមិនមែនតែមួយថ្ងៃទេគឺ3ថ្ងៃមករហូត មករហូត បាទហើយដល់ពេលថ្ងៃចុងក្រោយបងធម្មតាផ្ទះយើងផ្ទះខ្ញុំនៅផ្ទះចាស់អញ្ចឹងអញ្ជាងអាស័យក្បងយើងហ៎បង បាទ អត់មានប៉ាំងអាស័យហើយក៏មិនមែនក្តារជាអីអត់ទេអញ្ចឹងក្បងអាស័យដែលយើងគេរែកណាគេរែកយើងយកមកបាំងទេពេលខ្ញុំនៅផ្ទះចាស់ បាទ ម៉ោង10ខ្ញុំធ្វើកិច្ចធ្វើអីនឹងអង្គុយភីវរាជំរឿនអញ្ចឹងស្ដឹងមិនដឹងថាសំលេងថាបើសัตว์ឬក៏វាសัตว์ស្អីមហោះបុកឬក៏វាចៃដន្យឬមិនដឹងទេបង
ពីដំបូងមកបុកមកក្រោយខ្នងយើងតែបុកអញ្ចឹងទាំងធ្លាក់ដុបមកសន្ទុះទៀតបុកមកពីខាងលិចបុកលាន់ទាំងធ្លាក់ដុបព្រោះអាជាប់ផ្ទះខ្ញុំហ្នឹងពីមួយខាងហ្នឹងវាមានប៉ាំងអាស័យដល់ធ្លាក់ទៅលឿង បាទ ហើយខាងបងក៏វាមានប៉ាំងអាស័យដែរដល់ពេលអញ្ចឹងបុក4ទិសគឺបុកមកទៅធ្លាក់លឺសំឡេងអូដល់ខ្ញុំព្យាយាមខ្ញុំព្យាយាមគេថាយើងយកបទពិសោធន៍យើងផងជាចំណេះដឹងយើងផងអានឹងជាលក្ខណៈថាដល់ពេលដែលយើងត្រូវបញ្ចេញសមត្ថភាពដែលយើងរៀនជាមួយគ្រូ បាទ ចង់ដឹងថាមានអនុភាពឬក៏មានភាពស័ក្តិសិទ្ធិអត់ហ្នឹងយើងគឺយើងចឹកអូបានគាត់នឹងជាបាននឹងធូរស្បើយតែពេលហ្នឹងគេក៏អត់នេះដែរខាងម្នាក់ខាងដៃគូសតោហ្នឹងគាត់គេក៏អត់ថាគេនឹងឈឺដោយសារជំងឺឬក៏ឈឺដោយសារអីដែរគេមានបញ្ហាដោយសារអីដែរគេចោតគាត់ថាគាត់ហ្នឹងធ្វើអំពើដាក់គេវាជាអញ្ចឹងទៅវិញវាកន្លះពាក្យគេថាគាត់ធ្វើអំពើគេគាត់ទេរបស់ខ្ញុំគាត់ថាគេរកកាប់គាត់អីណាគាត់ថាគាត់ចេះធ្មប់ជាអីគេដើរនិយាយក្នុងទៅចឹងវិញបាទហើយខ្ញុំក៏ប្រាប់គាត់ថាលៀបពណ៌ហ្នឹងបាទខ្ញុំថាអ៊ំអើយអ៊ំឯងឲ្យគេឡើងមើលលើផ្ទះអ៊ំឯងទៅមានស្អីបើផ្ទះអ៊ំឯងហងហើយហូរដល់លំហើយហេតុអីគេនៅតែចោទអ៊ំឯងអញ្ចឹងមកឲ្យគេឡើងមើលទៅកុំខ្លាចហើយគាត់បានប្តឹងប្រធានភូមិដែរណាបងគាត់បានទៅប្តឹងប្រធានភូមិឲ្យជួយដឹងលឺខ្លាចគាត់មានបញ្ហាថ្ងៃក្រោយទៅគឺហ្នឹងហើយគឺគាត់ដឹងមុនហ្នឹងហើយសាច់រឿងចឹងទៀតធំហ្នឹងបងបាទរហូតមកបច្ចុប្បន្នហ្នឹងគឺធំហ្នឹងក្នុងហ្នឹងកំឡុងឆ្នាំណាដែរបងសូមបញ្ជាក់ទីខ្ញុំភ្លេចសួរមិញក្នុងកំឡុងឆ្នាំហ្នឹង2022វាអានេះវាចាប់ថ្មីដែរទេថ្មីដែរទេដល់ពេលដែលខ្ញុំគេទៅចាប់ដើមជាមកវាហើបដែរណាបាទអាហ្នឹងយើងតែមានធូរស្បើយសុខភាពយើងហើយយើងក៏ជួយគាត់ឲ្យការណិតនៃការសូអបនិស្ស័យដែរបាទដោយសារដូចបងបញ្ជាក់ខាងលើអញ្ចឹងគាត់រកគ្រូមកច្រើនដែរប៉ុន្តែអាចនិយាយបានថាពេលខ្លះពួកគាត់មិនមែនអន់ទេគឺខ្លាំងប៉ុន្តែអាចថាអបនិស្ស័យអ្នកខ្លះនិស្ស័យអត់ត្រូវគ្នាក៏ជួយគ្នាអត់បានដែរបាទអានឹងត្រង់ចំណុចហ្នឹងអានេះយើងចាក់ស្ដាយយើងមើលតាមយើងបច្ចុប្បន្នព្រោះដោយសារអីសូម្បីតាអានេះខ្ញុំមិននិយាយថាប្រអាប់ខាងវិទ្យាសាស្ត្ររបស់យើងបាទពេទ្យខ្លះគាត់ជំនាញខាងនេះចឹងទៅហើយយើងការរកផ្សេងពីជំនាញរបស់គាត់យើងទៅមើលអាហ្នឹងក៏វាអត់សមប្រកបផងដែរហើយនឹងដែលយើងរកឲ្យចំចឹងណាគ្រូគឺគាត់តែគាត់រៀនមកគាត់ជើងចាស់គាត់ចេះគាត់មានបទពិសោធន៍គាត់សម្រាប់មើលជំងឺចឹងបាទគឺគាត់ដូចការរៀនខ្លួនយើងដូចតែពេទ្យដែរអ្នកខ្លះគាត់ជំនាញឆ្អឹងទៅអ្នកខ្លះគាត់ជំនាញភ្នែកអញ្ចឹងហ្នឹងក៏អញ្ចឹងដែរបាទគាត់ថាផ្នែកមនោគមរបស់យើងវាអត់មានខាងទទួលស្គាល់ឬក៏អត់មានអីទេគេវាលក្ខណៈថាអរូបីជំនឿអរូបីបាទមកទល់បច្ចុប្បន្ននេះគឺនៅតែមានមិនទាន់ទៅណាទេអញ្ចឹងសាច់រឿងដែលបងចែកម្លែកមកហ្នឹងគឺគាត់ជួយទៅដល់គ្រួសាររបស់អ៊ំម្នាក់ដែលនៅខាងកំពង់ធំបាទហើយសាច់រឿងទាំងមូលក៏យើងមិនឲ្យបងប្អូនជឿទាំងស្រុងដែរគឺបងប្អូនអាចស្ដាប់ទុកជាការកំសាន្តហើយនឹងជឿដោយការពិចារណាចោះហើយបងគាត់ចែកម្លែកនេះគឺជាសាច់រឿងរបស់គាត់ផ្ទាល់ដែរបាទរឿងទី3របស់ខ្ញុំហ្នឹងពាក់ព័ន្ធជាមួយតារាកសាដែលខ្ញុំទៅលេងនៅខាងគ្រីរំកាលណាខ្ញុំទៅគ្រីរំហ្នឹងខ្ញុំចង់ភ្លេចឆ្នាំហើយខ្ទង់ជា2000ប្រហែលទេថាកំឡុង2-3ឆ្នាំមុនបាទ2-3ឆ្នាំមុនហ្នឹងខ្ញុំទៅលេងគ្រីរំមួយមិត្តភក្តិអ្នកស្គាល់គ្នាហ្នឹងណាបងបាទហើយមួយសង្សារយើងដែរបាទខ្ញុំទៅនឹងធម្មតាយើងទៅលេងអញ្ចឹងយើងកន្លែងគ្រីរំធម្មតាបងដឹងជាកន្លែងដំណើរផ្សារដែលបរិយាកាសវាល្អហើយវាខ្ញុំនេះ fresh ហ្មងខ្ញុំទៅដំបូងហ្នឹងខ្ញុំទៅដល់កន្លែងហ្នឹងមិនដឹងថាកន្លែងដុតធូបដែលខ្ញុំទៅដុតធូបនៅកន្លែងលោកយាយហ្នឹងមិនដឹងថាជាកន្លែងទីម៉ានឬក៏នេះទេព្រោះខ្ញុំភ្លេចដែរវាយូរដែរបាទព្រោះធម្មតាពួកខ្ញុំទៅដើរលេងតាណាកាសានមានកន្លែងបួងសួងកន្លែងសក្ការៈអញ្ចឹងខ្ញុំតែងទៅចូលគ្រប់របស់ខ្ញុំអត់ដែលម្លងហើយកន្លែងផ្លូវចូលឬក៏បងឡើងទៅដល់លើហើយកន្លែងយើងផ្លូវចូលបងយើងផ្លូវចូលដូចកន្លែងយាយម៉ៅនៅខាងស្ដាំដៃកន្លែងហ្នឹងមានដាក់រូបសំណាក់លោកយាយ8អង្គបាទហ្នឹងហើយបាទហ្នឹងហើយ
ខ្ញុំចូលទៅខ្ញុំគោរពខ្ញុំអុជធូបខ្ញុំបានបែបអញ្ចឹងណាបងយើងធម្មតាយើងដើរលេងយើងសុំសំណុកសុខសប្បាយ បាទ សុខក្នុងការធ្វើដំណើរទៅវិញទៅមកអញ្ចឹងទៅឲ្យសុខសប្បាយដើរលេងកុំឲ្យមិនមានឧបសគ្គអីមករៀងអញ្ចឹងទៅ បាទ ហើយដល់ពេលខ្ញុំចេះនិយាយគ្នាលេងអញ្ចឹងទៅដល់ពេលទៅដល់កន្លែងមុខខ្ញុំឈប់ទិញផ្កាហើយឃើញកន្លែងហ្នឹងស្អាតបងពួកខ្ញុំក៏សុំគ្នានឹងឈប់ថតហ្នឹងហើយយើងក៏បាននិយាយគ្នាលេងហើយពេលហ្នឹងមិនដឹងថាសង្សារខ្ញុំហ្នឹងគាត់និយាយពាក្យអីតែខ្ញុំដឹងថាគាត់និយាយពាក្យហ្នឹងវាអត់សូវល្អសម្រាប់ក្នុងការយើងដើរដំណើរកម្សាន្តអញ្ចឹងណា បាទ ហើយគាត់ក៏ខ្ញុំក៏ថាគាត់ខ្ញុំក៏ប្រាប់គាត់ថាកុំនិយាយចឹងដើរលេងវាអត់ល្អទេព្រោះយើងធ្វើដំណើរឆ្ងាយហើយគាត់ក៏ថាចេះគាត់ក៏ថាខ្ញុំអត់ខ្លាចទេព្រោះគាត់មានខ្ញុំនៅក្បែរហើយអញ្ចឹងគាត់អត់ខ្លាចទេគាត់អាងខ្ញុំ បាទពេលខ្លះគាត់អាចនិយាយលេងផងដែរហ្នឹងកន្លែង បាទនិយាយលេងចឹងណាបងដល់ពេលអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍កន្លែងហ្នឹងមួយដែរហើយខ្ញុំក៏ថាធ្វើដំណើរទៅមុខទៀតរហូតដល់ថ្មលុយហៀបចូលដល់ថ្មលុយហ្នឹងវាមានផ្លូវ8/2បងដល់ពេល8/2ហ្នឹងពួកខ្ញុំវែងមកបានចូលថ្មលុយខ្ទង់មកប្រហែលជា7 2 10 ពី10ថ្ងៃថងយើងណាដល់ពេលយើងទៅធម្មតាមានមនុស្សឲ្យអ៊ូអគាត់នៅជាក្រុមគាត់ចឹង2ក្រុម បាទ ហើយនៅប្រឡោះកដាលហ្នឹងណាឃើញមានចក្រានអាំងសាច់មានសម្រាប់អាំងសាច់គេទុកអត់នឹងស្រាប់បងតែពួកខ្ញុំអត់ចាប់អារម្មណ៍ហើយពួកខ្ញុំគិតថាជាគេមានកន្លែងគេឲ្យផ្សេងបានជាគេអត់មកអង្គុយកន្លែងហ្នឹង បាទ ហើយកន្លែងហ្នឹងក្បែរពីខាងឆ្វេងដៃហ្នឹងមានតូបអ៊ីលក់មួយគាត់លក់ដាក់លំម៉ូតូហ្នឹងណា បាទ ពួកខ្ញុំក៏អត់គិតអីច្រើនដែរខ្ញុំក៏ចូលទៅអង្គុយរៀបចំចក្រានអាំងសាច់អាំងអីហូបជុំគ្នាអញ្ចឹងណាខនពងអាំងសាច់ហើយដាក់បាយយើងដាក់បាយហៀបហូបសង្សារខ្ញុំគាត់ហ្នឹងគាត់ក៏ថតរូបឲ្យជុំវិញដើរឡើងថ្មលួយថ្មីអស់ចិត្តហើយគាត់ក៏មកអង្គុយឡែកម៉ាយហ្នឹងហើយគាត់ថតពេលហ្នឹងគាត់អង្គុយធម្មតាអញ្ចឹងដល់ពេលហើយគាត់ទម្លាក់ទូរស័ព្ទគាត់ចុះគាត់ថាហើយគាត់ផ្ងាក្រោយអញ្ចឹងកាច់ទៀតគាត់កាច់អូកាច់ចាប់អត់ឆ្នេះដល់ពេលហើយគាត់ស្លើភ្នែកគាត់សម្លក់មហោយើងគាត់ខឹងយើងដូចមនុស្សថាខឹងយើងមកពីណាសម្លក់ឲ្យគាត់ខំណាស់គាត់ឡើងឈឺពេញមាត់ឲ្យខ្ញុំភ័យពេកស្លន់ពេកអត់ដឹងធ្វើមិនទេបានអ៊ីគាត់នៅក្បែរហ្នឹងគាត់ក៏យកសុភីមកគាត់ថ្មិញសង្សារខ្ញុំហ្នឹង បាទ កុំឲ្យខំដាតដល់ពេលខ្ញុំរៀបភ័យពេកខ្ញុំស្លន់ពេកដែរខ្ញុំអត់ដឹងធ្វើមិនខ្ញុំក៏ក្នុងកតាបដែលខ្ញុំស្ពីហ្នឹងខ្ញុំមានបតោងខ្សែករបស់ខ្ញុំមួយហូបព្រះអង្គអញ្ចឹងណាដែលខ្ញុំពាក់ជាប្រចាំខ្ញុំក៏ដាក់ឲ្យគាត់ពីហ្នឹងគាត់ក៏បានហេងធូស្រាលភ្លាមហើយខ្ញុំក៏ចាប់ផ្ដើមគិតថាមកពីគាត់និយាយមិនល្អដែលប៉ះពាល់ដល់កន្លែងគេអញ្ចឹង ខុសមាត់ខុសកអញ្ចឹងទៅ ហើយខ្ញុំក៏យើងនិយាយសុំកម្មាតោគាត់ថាកុំប្រកែប្រកាន់ពួកខ្ញុំអីពួកខ្ញុំមកលេងអ្នកសុកឆ្ងាយមកពេលថាមិនដឹងពីទំនៀមទម្លាប់សុកទេសសុកភូមិបៃភ្នំអីជាមួយហ្នឹងទៅកុំប្រកែប្រកាន់យកទោសរំនៅអី បាទ ដល់អញ្ចឹងទៅក៏ហេស្ងាត់ហើយយើងក៏ធ្វើចលនាធ្វើឲ្យគាត់ដឹងខ្លួនអត់មានកម្លាំងដូចដើមអញ្ចឹងណាបងដល់ពេលហើយពួកខ្ញុំហូបបាយរៀបចប់អ៊ីគាត់នៅលក់ហ្នឹងគាត់ដើរប្រាប់មកគាត់ថាកន្លែងដែលខ្ញុំអង្គុយហ្នឹងម្សិលមិញហ្នឹងគឺមានគេឆេះម៉ូតូហ្នឹងមួយគេឆេះម៉ូតូហ្នឹងហើយពួកខ្ញុំលឺពេលលឺគាត់ថាលឺភ្លាមវាស្ងាត់ចិត្តដែរពួកយើងអត់ដឹងណាបង បាទ ហើយឃើញកន្លែងហ្នឹងវាល្អវាស្អាតហើយវាមានរបស់របរសម្ភារៈអីទុកនៅហ្នឹង ឃើញមានស្រាប់ហើយ បាទហើយដល់ពេលខាងស្ដាំដៃរបស់ខ្ញុំហ្នឹងមានបងតាហ៊ានគាត់នៅសំភារៈនៅហ្នឹងដែរ បាទ គាត់ហៀបនឹងហឺតង់ចាញ់ហើយដល់ពេលគាត់ហៀបនឹងហឺតង់ចាញ់គាត់ក៏មកប្រាប់យើងគាត់ថាបងអើយកន្លែងហ្នឹងយប់មិញខ្ញុំសំភារៈអត់បានទេគាត់រើចាញ់ខ្ញុំនៅរីរំនឹងដៃខ្មោចលុយបង បាទ បាទខ្ញុំថាអូណែក៏ទៅយើងជន់បានគេដល់ពេលអញ្ចឹងមកពួកខ្ញុំក៏មិនបន្តការហូបចុកនៅកន្លែងនេះទៀតដែរខ្ញុំក៏រើចាញ់ចុះមកក្រោមព្រោះវាយើងពេលយើងជួបរឿងចឹងហើយយើងអស់អារម្មណ៍ក្នុងការហូបហើយ បាទ អាភាពសុបាយរបស់យើងបាត់ទៅអស់ហើយដល់ពេលខ្ញុំចុះមកកន្លែងក្រោមហ្នឹងគ្នាខ្ញុំគាត់ថាចិត្តគាត់មួយគាត់ចង់សម្ភារៈនៅហ្នឹងចិត្តមួយចង់ទៅវិញបន្តិចតែបើចិត្តខ្ញុំថាអត់ចង់សម្ភារៈនៅហ្នឹងទេព្រោះដោយសារតែយើងទៅជួបរឿងចឹងហើយពួកខ្ញុំគាត់ថាចូលទៅលេងចកាតែហើយចកាតែហ្នឹងណាហើយចង់ចូលទៅលេងទឹកនៅហ្នឹងដល់ពេលហើយខ្ញុំគាត់ថាកុំលេងអីដូចមិនល្អទេវ៉ៃហើយដល់ពេលខ្ញុំ
ត្រឡប់មកដល់ផ្ទះវិញដល់ពេញហ្នឹងណាបងបានប្រហែលជាស្អែកឡើងហើយខាន់ស្អែកទេឃើញគេផុសថាមានអ្នកលងទឹកស្លាប់មិនចការតែហ្នឹងអាហ្នឹងមិនថាបើពេលហ្នឹងខ្ញុំទៅលេងចការតែហ្នឹងដែរវាអាចមានរឿងអីមិនអត់ឲ្យកើតឡើងចំពោះខ្ញុំដែរហើយបានមករយៈក្រោយមកចេះតែមានគេផុសពីព័ត៌មានរឿងនៅឡើងចការតែថ្មលុយហ្នឹងណាបងខ្ញុំចាប់ផ្ដើមគិតថានេះជាសំណាងពួកយើងមួយដែរដែលវាអត់មានបញ្ហាអីធ្ងន់ដល់អាយុជីវិតយើងនៅកន្លែងហ្នឹងណាបងចុះនៅពេលដែលបងកម្រងថាចង់ទៅដែរកន្លែងចការតែហ្នឹងប៉ុន្តែពេលហ្នឹងមានដូចថាមានអារម្មណ៍មិនឬក៏មិនបានយើងអត់ទៅវិញបងពេលហ្នឹងមានអារម្មណ៍ថាយើងតែមានរឿងចឹងហើយចឹងណាបងយើងមិនចង់ថាទៅឆ្ងាយខ្លាចតែគ្នាយើងអត់សួរខ្លាចគ្នាយើងគាត់តក់ស្លុតចឹងគាត់មិនសូវមានស្មារតីនឹងនោះអាចទៅវាមានបញ្ហាផ្សេងទៀតយើងត្រឡប់មកវិញដូចថាយើងអស់អារម្មណ៍សប្បាយដែរមានអារម្មណ៍ភ័យវិញភ័យពេលហ្នឹងភ័យអត់ទាន់បាត់ចឹងបងប្អូនពិសេសបងប្អូនជំនាន់ក្រោយបើបងជំនាន់មុនគាត់ដឹងហើយពីរបៀបដើរព្រៃរបៀបឡើងភ្នំអីចឹងប៉ុន្តែបើសារនេះផ្ដាំទៅបងប្អូនជំនាន់ក្រោយដែលគាត់ដើរលេងតាមតំបន់ព្រៃភ្នំតំបន់ជ្រោះអីហ្នឹងគួរតែប្រយ័ត្នប្រយែងមាត់កបន្តិចព្រោះដោយសារនៅទីនោះមានអ្នកថែរក្សាបាទអញ្ចឹងយើងប្រយ័ត្នប្រយែងមាត់កកុំនិយាយអីផ្ដេសផ្ដាស់លេងសើចអីច្រើនពេកព្រោះដោយសារមានបញ្ហាដូចបងជំរាបខាងលើហ្នឹងអញ្ចឹងមិនមែនទៅតែមានមួយរឿងទេគឺមានច្រើនមែនតើពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីខុសមាត់ខុសកអីអញ្ចឹងបាទបងនេះគឺជាសារសំខាន់ដែរសម្រាប់អ្នកដែលជឿគឺគាត់ធ្វើទៅគឺបានក្តីសុខដូចជាពួកខ្ញុំអីខ្ញុំទៅណាទៅណីតែងតែបួងសួងសុំក្តីសុខហើយប្រយ័ត្នប្រយែងមែនតើចំពោះការនិយាយស្ដីសំបីតាពាក្យយើងលេងធម្មតានៅតាមនៅផ្ទះនៅអីហ្នឹងគឺក៏អត់ហ៊ានលេងដែរទៅដល់នោះព្រោះយើងពេលខ្លះយើងត្រូវចាំថាយើងទៅតាមភ្នំហ្នឹងតែតែមានម្ចាស់ទឹកម្ចាស់ដីម្ចាស់ភ្នំអញ្ចឹងទៅបាទហើយធម្មតារបស់ទាំងអស់ហ្នឹងគេមើលយើងឃើញយើងមើលគេអត់ឃើញទេត្រូវហើយបងធម្មតាបើចាស់គាត់ចំណាំតែនិយាយផ្ដាំផ្ញើកូនចៅឬក៏បងប្អូនកូនក្មួយគាត់ទេណាគាត់ថាប្រមាថខាតអាយុអញ្ចឹងពាក្យហ្នឹងគឺអត់ខុសទេបាទព្រោះរឿងទាំងអស់ហ្នឹងពួកគាត់ឆ្លងកាត់មកមុនយើងអញ្ចឹងណាបងបានអាចកើតជាពាក្យហ្នឹងមកប្រាប់ឲ្យយើងប្រយ័ត្នឲ្យយើងចេះប្រុងប្រយ័ត្នពាក្យសម្ដីអញ្ចឹងណាបងចាស់គាត់តែងតែផ្ដាំតគ្នាមកឲ្យរឿងតមមាត់តមកនៅតាមតំបន់ព្រៃភ្នំតំបន់ពិសេសបើទៅសមុទ្រទៅអីក៏រៀងប្រយ័ត្នប្រយែងដែរពិសេសពេលយប់ហ្នឹងហើយគឺហាមចុះទឹកពេលយប់ហាមអីហ្នឹងគឺសិតតែមានអ្នកធ្លាប់ជួបហេតុការណ៍បាទអញ្ចឹងរឿងទី3យើងក៏មកដល់ចប់ត្រឹមនេះហើយបងប្រុសគាត់នៅមានមួយរឿងទៀតសម្រាប់ចែកម្លែកតាមពិតគាត់មានរឿងច្រើនរឿងគាត់ជួបច្រើនដោយសារគាត់នៅខាងនឹងផងគាត់ប៉ះច្រើនប៉ុន្តែដោយសារពេលវេលាយើងខ្លីអញ្ចឹងសូមបងមួយរឿងទៀតបាទអញ្ចឹងបងអាចចូលដល់រឿងទី4មកណាចំពោះរឿងទី4ខ្ញុំវាអត់វាស្តៀងនឹងរឿងទី3ដែរបាទកាលហ្នឹងខ្ញុំទៅលេងផ្ទះអ៊ំកពតធម្មតាបើដូចខ្ញុំអញ្ចឹងកាលហ្នឹងខ្ញុំនៅស្ទើដែរណាបងហើយធម្មតាដល់ពេលយើងទៅដើរតាមភ្នំយើងអត់ដឹងពីរបៀបរបបដែលការរស់នៅរបស់គាត់ទេហើយខ្ញុំចូលទៅសម្រាប់ផ្ទះគាត់ដំបូងយប់ទី1ខ្ញុំសម្រាប់មុខកន្លែងថៅកងគាត់ខ្ញុំយល់សពឃើញមានមនុស្សប្រុសក្មេងៗ2នាក់ប្រហែលជាខ្ទង់អាយុ10ឆ្នាំជាងសមួយខ្មៅមួយបើខ្មៅមើលយល់ហ្មងគឺខ្មៅคลิกហ្មងបាទហើយបើសស្អាតហ្មងបាទម្នាក់ប្រុសខ្មៅហ្នឹងប្រាប់ខ្ញុំថាបងអាចមកផ្ទះវិញមកបងកុំនៅអត់ល្អទេហើយហ្នឹងគេប្រាប់អញ្ចឹងបើម្នាក់មួយសដេញយើងមកមិនឲ្យយើងនៅទេមកផ្ទះវិញមានន័យថាបងយល់សពឃើញ2ហ្នឹងគឺដេញនឹង2គាត់ថាមួយដេញរៀងផ្អែមល្ហែមមួយទៀតរៀងកាចហើយដល់ពេលអញ្ចឹងខ្ញុំក៏មិនសូវជាចាប់អារម្មណ៍ហើយខ្ញុំក៏ប្រាប់អ៊ំគាត់ថាមកពីក្មួយឯងមិនបានសុំអីក៏មិនឬក៏យ៉ាងណាមិនដឹងទេអ៊ំសូវច្បាស់ដែរតែតាមពិតអ៊ំខ្ញុំហ្នឹងគាត់ចេះដែរតែគាត់មិនលាក់បាទហើយដល់ពេលយប់ទី2ដូចជាយប់ទី2ទី3អញ្ចឹងឯងបងខ្ញុំសម្រាប់នៅផ្ទះគាត់ហ្នឹងឮសំឡេងមនុស្សដើរទៅវិញទៅមកកន្លងផ្ទះហ្នឹងហើយដល់ជួបវិញផ្ទះគាត់សុកធម្មតាបងសុកភ្នំ
ដើមឈើធំធំដើមពិលក្បែរផ្ទះគាត់ធំធំណា បាទ ដើមពិលហើយដើមគោដល់ពេលចេះតែផ្លែកចឹងទៅបានយប់ទី3ចឹងខ្ញុំប្រាប់គាត់ថាអ៊ំអើយអត់ស្រួលទេអ៊ំឯងអត់ធុកតិចទៅប្រាប់តិចទៅខ្ញុំដូចខ្លាចអ៊ំគាត់ក៏អត់ធុកទៅក៏បាត់ បាទ អញ្ចឹងទៅខ្ញុំក៏ត្រឡប់មកផ្ទះខ្ញុំវិញមករយៈអញ្ចឹងណាបងដល់ពេលបានមួយរយៈក្រោយខ្ញុំក៏ទៅលេងត្រឡប់ទៅលេងដូចដើមនៅនឹងកពតនឹងវិញ ផ្ទះតាដែរហ្នឹង បាទ បាទ ដល់ពេលចៃដន្យអីខ្ញុំទៅដល់ថ្ងៃហ្នឹងចំថ្ងៃគេធ្វើបុណ្យសពបងប្រុសម្នាក់គាត់ចងកស្លាប់ អូ គាត់ចងកស្លាប់ហ៎បងហើយដល់ពេលហើយធម្មតាល្ងាចឡើងអញ្ចឹងយើងហូបចុកអីជុំគ្នាអញ្ចឹងណា បាទ ហើយយើងចេះតែនិយាយបន្លាចគ្នាលេងថាប្រយ័ត្នគាត់មករោនចេះមករោនចុះមកតានចេះមកអញ្ចឹងហើយដល់ពេលហើយខ្ញុំគាត់ថាខ្ញុំគាត់មកតាមខ្ញុំមិនបើខ្ញុំអត់ដែរស្គាល់គាត់ផងហ្នឹង អឺ អញ្ចឹងហ៎បងហើយដល់ពេលយើងក៏ខ្លាចដែរពួកចាស់គាត់បន្លាចហើយដល់ពេលខ្ញុំរៀបងើបម្នោមឮសំឡេងមនុស្សដើរតាមខ្ញុំទឹកពីក្រោយណាខ្ញុំស្មាតកូនគោណាកូនគោណាដើរដូចមនុស្សដើរតាមឯងអញ្ចឹងវិញដល់ពេលដើរអត់ដឹងទេខ្ញុំអត់ចាប់អារម្មណ៍ទេខ្លាចពេលហ្នឹងយើងក្មេងដែរបងយប់ឡើងមកយប់ទល់ភ្លឺអត់បានសម្រាប់ទេបង គឺឮសំឡេងនឹងជាប់ត្រជាដើរតាមយើប្រប្រយក្លឹងផ្ទះហ្នឹងហូ ឮសំឡេងដើរនឹងរហូត បានបុនគាត់រួចចប់អស់សពគ្រប់ទៅអ៊ំខ្ញុំគាត់ប្រាប់ថាយើងធ្វើអញ្ចេះបាត់ហើយដល់ពេលខ្ញុំធ្វើតាមគាត់ទៅបាត់មែន បាទតែអ៊ំគាត់ចេះដែរ បាទតែគាត់លាក់ បាទ គាត់ថាបើសិនជាកាលគាត់នៅរស់នៅគាត់ថាជំនាន់ពីដើមគាត់ឡើងកាប់ឈើនៅតាមភ្នំគាត់ឡើងកាប់ឈើតាមភ្នំគាត់ថាមានគ្នាគាត់8នាក់អញ្ចឹងគឺចងនឹងហឹងមកឈោកមកទឹកមួយគឺអត់ឲ្យនេះទេ នៅជុំគ្នាទេ បាទហើយគាត់ថាបើសិនជាតំបន់ហ្នឹងពីអើយមកគឺបើសិនជាហុកយើងចង់ផឹកទឹកឈូសហ្នឹងឬក៏មិនគឺគាត់អត់ឲ្យយើងអោនផឹកណា បាទ អត់ឲ្យអោនផឹកដូចសត្វទេគាត់ថាតែហ៊ានអោនផឹកដូចសត្វយប់ឡើងគេ100 អូ ហ្នឹងគាត់ថាអត់បានទេនំហ្នឹងហើយប្រកាន់ច្រើនទៅតាមរយៈក្រោយនេះរៀងស្ងាត់ដល់ពេលខ្ញុំចូលសាច់រឿងខាងយើងខាងនេះហ្នឹងទៅថ្ងៃមួយខ្ញុំងូតទឹកបងខ្ញុំក្មេងៗក៏ធម្មតាយើងអ្នកទៅពីជនបទវាមិនមានទេសភាពស្អាតមិនមានទឹកឈូសទឹកអីដូចខាងនោះយើងឃើញយើងសប្បាយយើងអត់ដែរស្គាល់ណា បាទ ខ្ញុំក៏ទៅងូតទឹកហ្នឹងហើយធម្មតាខ្ញុំទៅអញ្ចឹងខ្ញុំតែមានបតោងខ្សែកខ្ញុំមួយខ្ញុំពាក់ជាប់ខ្លួនរហូតអញ្ចឹងណាបង បាទ ដល់ពេលខ្ញុំងូតទឹកអស់ហើយខ្ញុំលេងសប្បាយនៅកន្លែងទឹកឈូហ្នឹងហើយដល់ពេលងូតហើយឡើងមកវិញគេប្រាប់ថាមានមនុស្សលងទឹកស្លាប់នៅកន្លែងទឹកឈូដែលខ្ញុំលេងហ្នឹងស្លាប់ម្នាក់ តែពេលមុនចូលលេងយើងអត់តន់ដឹងទេ អត់ដឹងទេបងអត់ដឹងទេហើយដល់ពេលបានប្រហែលជាកន្លះម៉ោងក្រោយគេប្រាប់ទៀតថាមានមនុស្សលងទឹកស្លាប់នៅដងគេម្នាក់ទៀត ទូនហ្មង បាទហើយនេះខ្ញុំសុំការអធិស្ឋានពុទ្ធសាសនាថាខ្លាចថាខ្ញុំនិយាយទៅប៉ះពាល់កន្លែងឬក៏តំបន់ដែរទេសចររមណីយដ្ឋានអញ្ចឹងណាបងយើងសុំការអធិស្ឋានវិញជារឿងពិតព្រោះថាខ្ញុំនិយាយទៅវាមានខុសវាមានលើសលោះខ្វះខាតអីហ្នឹងកុំបានអធិស្ឋានអត់ទោះខ្ញុំផង បាទ ដល់ពេលយប់ឡើងបងអាពេលដែលកំពុងតែគេកើតរឿងចឹងហើយយប់ឡើងខ្ញុំយល់សពអានេះយល់សពខ្ញុំយល់សពឃើញមនុស្សមិនឃើញមនុស្សឃើញមុខមនុស្សធំហ៎បងងើបនៅក្នុងទឹកតែនិយាយមកយើងភ្នែកក្រហមហើយមុខឡើងខៀវដូចមនុស្សថាមានស្លាយមុខដូចរឿងខ្មោចមកចឹងឃើញច្បាស់ហ្នឹងមកហើយគេនិយាយប្រាប់យើងថាចេះហែងចាប់ពីថ្ងៃហ្នឹងមកឯងកុំទៅលេងកន្លែងហ្នឹងទៀតប្រយ័ត្នបន្តិចគេនិយាយថាប្រយ័ត្នងាប់បន្តិចគេនិយាយទៅចឹងគេដល់ពេលខ្ញុំបលំឡងភ័យស្លន់វាអាពេលល្ងាចយើងជិះជួបរឿងចឹងមកសាហើយដល់ពេលយប់ឡើងយប់សពឃើញចឹងទៀតភ័យប្រាប់អ៊ំក៏គាត់ប្រាប់ថាបើគេមិនចង់ឲ្យទៅលេងឈប់ទៅលេងកន្លែងហ្នឹងទៅឈប់ទៅលេងតាំងពីថ្ងៃហ្នឹងមកដល់ថ្ងៃនេះបងហូស្បត់លែងហ៊ាន ដោយសារអានេះគេធ្វើអីយើងអត់បានឬក៏មិនឬក៏មិនតន់ដល់ពេល អានេះបើសិនជាគិតបើតាមអីដែលខ្ញុំគិត បាទ
យើងអាចថាយើងមានរបស់ក្នុងក្នុងខ្លួនយើងទៅ ត្រៃ កន្លែង បង គេ បាទ អាចរំខានកន្លែងគេគេរស់នៅអញ្ចឹងណាបង បាទ វាអាចប៉ះពាល់គេដល់ពេលអញ្ចឹងគេមិនចង់ឲ្យយើងទៅរំខានដល់កន្លែងគេ បាទ បានគេដេញមិនគេហាមមិនឲ្យយើងទៅតែមែនតាំងពីថ្ងៃហ្នឹងមកខ្ញុំលែងហ៊ានព្រោះយើងមិនបំពេញក៏មិនប្រមាថដែរ បាទ គឺលែងតាំងពីហ្នឹងមករហូតដល់បច្ចុប្បន្នហ្នឹង ខ្ញុំចាប់អារម្មណ៍កន្លែងបងនិយាយអោនផឹកទឹកនេះ បាទ ហើយកន្លែងហ្នឹងខ្ញុំអត់ដែលឮពីមុនមកទេ អញ្ចេះបងឧទាហរណ៍ថានេះយើងទឹកយើងអោនណាយើងអោនផឹកដូចសត្វអញ្ចឹងណា បាទ វាធម្មតាយើងក្បង់ឬក៏យើងមានដូចហូបតែបើយើងអត់យើងអោនគាត់ថាធ្លាប់អោនណាគាត់ថាគាត់ស៊ីទឹកទៅកដាបាញ់បកាយប់ឡើង បាទ គាត់អោនផឹកទឹកដូចអានេះយើងនិយាយខកស្ដាប់ដូចគោផឹកទឹកអញ្ចឹងណា យល់បងយល់ អោនអញ្ចឹងដល់ពេលហើយគាត់ងាកទៅឃើញមានមនុស្សអោនក្បែរគាត់ផឹកទឹកដែរបានគាត់ផ្ដាំតកូនដល់ចៅបានថាគាត់ធ្វើអញ្ចឹង ដោយសារអញ្ចេះខ្ញុំនៅក្មេងៗពេលទៅខ្វៀលគោខ្វៀលអីហ្នឹងក៏អោនផឹកដូចគ្នា បាទ ប៉ុន្តែនៅក្នុងកន្លែងគាត់នៅតំបន់ភ្នំអីបង បាទភ្នំ គឺគេហាមអត់ឲ្យធ្វើអញ្ចឹងពេលអញ្ចឹងភ្ញាក់ព្រឺតដោយសារយើងពីមុនយើងធ្លាប់ បាទ យើងធ្លាប់ធម្មតាក្មេងៗទៅខ្វៀលគោឃើញទឹកថ្លា បាទ យើងអោនហូបហើយ បាទហើយអាហ្នឹងខ្ញុំវាអត់ច្បាស់ថងថាវាជាទំនៀមទម្លាប់នៅខាងស្រុកភូមិគាត់ហ្នឹងឬក៏វាទំនៀមទម្លាប់ប្រចាំខ្លួនគាត់ទេតែគាត់ថាគាត់ប្រាប់យើងហាមយើងអញ្ចឹង ប៉ុន្តែយើងគួរតែចំណាំយើងគួរតែចំណាំទុកព្រោះដោយសារអានេះគឺចំណេះដឹងថ្មីមួយដែរសម្រាប់ខ្ញុំដែរ បាទ ដោយសារយើងអាសាទៅព្រៃទៅអីដែរប៉ុន្តែអត់ដែលដឹងរឿងអស់ហ្នឹង បាទ អញ្ចឹងយើងដឹងយើងក៏តមយើងជៀសទៅ បាទ ហើយបើគាត់ផ្ដាំគាត់ថាបើសិនជាយើងទៅកន្លែងបោះតង់ដំណើរកំសាន្តតាមព្រៃតាមភូមិតាមដប់អីតាមអីចឹងគឺយើងកុំចោលក្នុងការមុនដែលយើងបោះហ្នឹងយើងអត់ធូបគាត់ថាសុំគេទៅឲ្យគេថែយើងទៅ បោះតង់ ហ្នឹងហើយ ឲ្យធូបប្រាប់គេអាម៉ាត់ទៅ ដើម្បីឲ្យគេដឹងគេជួយឃុំក្រងយើង បាទ ដឹងថាមានព័ត៌មានថាមានយើងប៉ណ្ណេះគ្នាបានទៅដល់ទីកន្លែងហើយបើថាលឺលុះខ្វះខាតឬក៏វាមានការរំខាននេះអធិស្ឋានផងអានេះយើងមកពីចម្ងាយហ្នឹងហើយអានេះជាបទពិសោធន៍មកគាត់ប្រាប់ខ្ញុំហើយខ្ញុំក៏ព្យាយាម ចែកចម្លែកតាមនឹង បាទ ព្រោះអីពេលខ្លះយើងអត់ដឹងថាតំបន់ដែលយើងត្រូវទៅហ្នឹងពីមុនមកមានរឿងអីខ្លះទេ បាទ បាទអញ្ចឹងទៅយើងបកាទុកមុនក៏ល្អដែរ បាទ ហើយឧទាហរណ៍ថាដូចមានអ្នកខ្លះគាត់ទៅបោះចំភ្នោគេក៏មាន បាទ ធ្លាប់មានគេចែកម្លែកដែរ បាទហ្នឹងហើយ យើងអត់ដឹងដល់ពេលទៅបោះលើហ្នឹងយប់ឡើងសម្រានអត់បានអីចឹងអាហ្នឹងក៏ បាទ ធ្លាប់ជួបអញ្ចឹងបើសិនជាយើងទៅពីចម្ងាយគួរតែសុំគេមុន បាទ បាទ ព្រោះយើងធម្មតាដូចខ្ញុំបញ្ជាក់ខាងដើមមកមុនអញ្ចឹងគឺថាយើងមើលគេអត់ឃើញទេតែគេមើលយើងឃើញ បាទ បាទអាហ្នឹងវាជារឿងមួយដែលថាយើងគួរចំណាំក្នុងចិត្តចឹងដែរណាបង បាទ ព្រោះទៅធម្មតាគេអាចបំបាំងខ្លួនគេអាចកលាខ្លួនគេមានរិទ្ធអញ្ចឹងយើងគួរតែនេះទៅជឿតែនេះជឿមិនជឿឬលឺបងប្អូនទេ បាទយើងអត់ឲ្យតម្រូវឲ្យជឿ 100% ទេប៉ុន្តែអានេះក៏បើយើងធ្វើទៅក៏វាមិនខាតអីដែរបាទយើងធ្វើទៅវាបានអាក្តីសុខផ្លូវចិត្តផងយើងបានធ្វើអានឹងហើយអញ្ចឹងទៅហើយពិសេសគឺទៅព្រៃទៅអីហ្នឹងគឺប្រយ័ត្នប្រយែងមែនទេមិនបើថាយើងដើរមានអ្នកចេះឬក៏មានអ្នកគាត់ធ្លាប់ដើរព្រៃអីហ្នឹងទៅជាមួយហ្នឹងល្អបើយើងថ្មីទាំងអស់គ្នាអាហ្នឹងរៀងពិបាក បាទព្រោះនេះជាបទពិសោធន៍វាតិចតួចសម្រាប់យើងចែករំលែកគ្នាហើយវាក៏ជាជំនឿបុគ្គលដែរបាទជាជំនឿបុគ្គលសម្រាប់បងប្អូនរៀងខ្លួនមិនឲ្យថាដូចបងមានភាសាមកអញ្ចឹងថាមិនឲ្យថាជឿទៅស្រង់ទេជឿទៅការពិចារណាចោះ បាទ ព្រោះយើងងប់ងួលខាងនោះពេកក៏វាមិនបានដែរអញ្ចឹងយើងធ្ងន់ធ្ងរអីមួយក៏ត្រូវតែពិចារណាស្ដាប់ហាត់ស្ដាប់ផលយល់ហាត់យល់ផលដែរ បាទ អញ្ចឹងនៅក្នុងរាត្រីនេះបងគាត់សុំចែករំលែកតែប៉ុណ្្នឹងសិន បាទ តាមពិតមានរឿងច្រើនប៉ុន្តែដោយសារពេលវេលាយើងកុំឲ្យកាន់តែអស់បន្លាយវែងទៅបាទហើយសម្រាប់ចំណាប់អារម្មណ៍របស់បងយល់យ៉ាងណាដែរចំពោះកម្មវិធីបែបនេះបង បើចំពោះខ្ញុំគិតថាល្អ បាទ ព្រោះយើងអាចទីមួយយើងអាចបានចំណេះដឹងអាចបានបទពិសោធន៍ បាទ ហើយមួយទៀតយើងអាច
ចែករំលែករឿងដែលយើងជួបផ្ទាល់ទៅប្រាប់បងប្អូនទៅបើថាបងប្អូនខ្លះក៏អត់ដែរជួបទេអញ្ចឹងគាត់អាចនឹងដឹងហើយគាត់អាចយករបៀបរបបវិធីសាស្ត្រដែលយើងធ្លាប់ជួបហ្នឹងគាត់ប្រុងប្រយ័ត្នការពារខ្លួនបានច្រើន បាទ បាទហើយនៅមានច្រើនទៀតដែលយើងវាអាចមានផ្សេងដែលបងប្អូនអាចគាត់យល់ផ្សេងអញ្ចឹងណា បាទ បាទសម្រាប់គាត់ទុកជាមេរៀននៅក្នុងបទពិសោធន៍ ត្រូវហើយបង បាទ ហើយមួយទៀតគឺដោយសារបងប្អូនជាច្រើនដែលគាត់ធ្លាប់ឃើញខ្ញុំថតកម្មវិធីហ្នឹង បាទ អញ្ចឹងក៏គាត់ប្រាប់ថាមិនម៉ាយើងរៀបចំថតតទៅ បាទបងបាទ ព្រោះកម្មវិធីបែបនេះមានច្រើនមែនប៉ុន្តែអាចនិយាយបានថាបងដែលគាត់ជាតារាអ្នកល្បីល្បាញអីចឹង បាទបង គាត់ភាគច្រើនគាត់ហៅតែអ្នកមានឈ្មោះបោះសម្លេងដូចគ្នាដើម្បីចូលរួម បាទ ដើម្បីបានចែកម្លែកដោយថាអ្នកស្គាល់ទៅបាន view ច្រើនអីចឹងទៅអញ្ចឹងសម្រាប់អ្នកដែលគាត់ធម្មតាមិនមែនជាតារាមិនមែនជាអ្នកល្បីល្បាញអីគាត់អត់មានឱកាសក្នុងការចូលរួមហើយមួយទៀតគឺគាត់អត់ហ៊ាន បាទ អញ្ចឹងសម្រាប់កម្មវិធីយើងគឺយើងបើកបងប្អូនទាំងអស់ បាទបង អ្នកណាក៏អាចចូលរួមបានដើម្បីចែករំលែកហើយដូចបងផ្ទាល់អញ្ចឹងគឺយើងបានការសម្ភាសបានបទសម្ភាសពីបងអញ្ចឹងពួកយើងមកដល់ទីតាំងហ្មងអត់ឲ្យពិបាកក្នុងការទៅស្ទូឌីយោឬក៏ណាត់បងទៅឆ្ងាយអីទេ បាទ អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ចូលរួមចែករំលែកនៅបទពិសោធន៍ក៏ដូចជាអ្វីដែលធ្លាប់ជួបពីមុនណា បាទ បង អាចតាក់ទងមកតាម Telegram ដែលយើងដាក់នៅក្នុង description ក្រុមការងារយើងនឹងតាក់ទងទៅបងប្អូនហើយនឹងសូមធ្វើការសម្ភាសទៅដល់ទីតាំងហ្មងអត់ឲ្យពិបាកក្នុងការអញ្ជើញចូលរួមទេ បាទអញ្ចឹងគឺយើងបានឱកាសក្នុងការចែករំលែកទាំងអស់គ្នា បាទបង មិនថាពុកម៉ែចាស់ក៏អត់ពិបាកនៅក្នុងការចូលរួមដែរគឺយើងទៅសុំសម្ភាសដល់ផ្ទះហ្មង ខណៈពេលនេះគឺកម្មវិធីរបស់យើងសូមមកដល់ទីបញ្ចប់តែត្រឹមប៉ុណ្ណេះសិនហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាក៏ដូចជាសន្តាប់នៅក្នុងកម្មវិធីយើង បាទ ហើយបើសិនជាមានការលើសលួសខ្វះខាតត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសផងហើយជាចុងក្រោយក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារគណៈពេលនេះខ្ញុំបាទជាមួយនឹងបងប្រុសក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន